អូខេសួស្តីបងប្អូនអញ្ចឹងខ្ញុំចាប់ផ្ដើមនិយាយតាក់ទងជាមួយនឹងorientation course របស់យើងនៅក្នុងផ្នែក QS ក៏ដូចជាការរៀបចំទៅដល់ exam BQ ក៏ដូចជាតាក់ទងជាមួយនឹងការដេញថ្លៃគម្រោងអញ្ចឹងតាក់ទងជាមួយនឹង orientation course វាគឺជា course មួយដែលចង់ឲ្យបង្ហាញអំពីគំនិតសំខាន់ៗនៅក្នុងជំនាញមួយបើសិនបើយើងជាទូទៅនៅក្នុងថ្នាក់សាកលវិទ្យាល័យឬក៏ថ្នាក់បើយើងទៅរៀននៅអនុបណ្ឌិតនៅស្រុកគេអីភាគច្រើនមុនពេលដែលយើងចូលដល់ការបង្ហាត់ទៅលើមេរៀនជំនាញអីមួយគេតែងតែធ្វើជា orientation course ដើម្បីឲ្យយើងដឹងថាតើនៅទៅលើជំនាញដែលយើងនឹងរៀននៅក្នុងរយៈពេលប្រហែលខែហ្នឹងគឺគោលគំនិតសំខាន់ក៏ដូចជាចំណុចសំខាន់នៅក្នុងវគ្គបំពេញហ្នឹងគឺគោលបំណងទៅលើអីគេអញ្ចឹងទៅអញ្ចឹងដូចខ្ញុំបានប្រកាសប្រាប់ទាំងអស់គ្នាហើយនៅក្នុង channel Telegram របស់ខ្ញុំនឹងបើកវគ្គបំពេញមួយនៅថ្ងៃទី15ខែ10យើងហ្នឹងមានន័យថាយើងនៅសល់រយៈពេលប្រហែលជា6-7ថ្ងៃទៀតខ្ញុំនឹងបង្ហាញបើកវគ្គបំពេញតាក់ទងជាមួយនឹងការដេញថ្លៃគម្រោងហើយនៅក្នុងនោះយើងក៏មានបញ្ចូលជាផ្នែកជំនាញ QS ដែលយើងត្រូវការចេះវាដើម្បីយើងរៀបចំទៅលើ Excel BQ ហើយនៅក្នុងនោះខ្ញុំក៏បានបញ្ចូលជាកម្មវិធី Plan Swift ដែលជាកម្មវិធីមួយដ៏មានសារៈសំខាន់ដើម្បីយើងជួយដល់ការដែលយើងគណនាបរិមាណហើយយើងអាចប្រើប្រាស់កម្មវិធី Plan Swift នេះដើម្បីរៀបចំឯកសារ BQ ដូចគ្នាហើយមួយទៀតនៅក្នុងវគ្គបំពេញនេះខ្ញុំក៏បន្ថែមទៅលើកម្មវិធី Primavera P6 ដែលជាប្រភេទកម្មវិធីមួយដែលយើងប្រើប្រាស់ដើម្បីធ្វើ schedule គម្រោងហើយប្រហែលជាបងប្អូនមួយចំនួនប្រហែលជាឆ្ងល់ថាហេតុអីបានជាយើងត្រូវការចេះអំពីកម្មវិធីធ្វើ schedule ជាមួយនឹងជំនាញនៃ QS ជាទូទៅនៅពេលដែលយើងនិយាយអំពីជំនាញនៃ QS គឺយើងមិនមែនគិតតែពីការរៀបចំទៅលើ Excel BQ ទេប៉ុន្តែយើងត្រូវការតាក់ទងជាមួយនឹងការគ្រប់គ្រងក៏ដូចជាតាក់ទងជាមួយនឹងការធ្វើផែនការទៅលើ budget plan អាហ្នឹងគឺវាពាក់ព័ន្ធជាមួយនឹងយើងត្រូវការដឹងពីធ្វើ schedule ហើយយើងត្រូវការដឹងអំពីការធ្វើ link ទំនាក់ទំនងរវាង schedule ជាមួយនឹង BQ ទើបយើងអាចធ្វើជាគេថា cash flow plan ឬក៏យើងអាចនិយាយបានថាជាផែនការហិរញ្ញវត្ថុនៃគម្រោងចឹងទៅតាក់ទងជាមួយនឹងជំនាញ QS យើងជាវិស្វករបើសិនជាបងប្អូនដែលកំពុងតែរៀននៅក្នុងថ្នាក់សាកលវិទ្យាល័យដែលនៅថ្នាក់ឆ្នាំទី1ឆ្នាំទី2ឬក៏ឆ្នាំទី3ប្រហែលជាបងប្អូនមិនតាន់ដឹងអំពីជំនាញមួយនេះឬក៏មុខវិជ្ជាមួយនេះឲ្យច្រើនទេយើងគ្រាន់តែដឹងជាប្រយោលប៉ុន្តែសម្រាប់បងប្អូនដែលនៅក្នុងឆ្នាំទី4ឬក៏ឆ្នាំទី5ឬក៏បងប្អូនដែលកំពុងតែបំពេញការងារមានន័យថារៀនចប់ហើយបងប្អូនប្រហែលជានឹងដឹងរឿងច្រើនតាក់ទងជាមួយនឹងជំនាញ QS ហើយតើជំនាញ QS នេះយើងប្រើប្រាស់ដើម្បីអ្វីអញ្ចឹងបងប្អូនមួយចំនួនក៏ធ្លាប់បានដឹងច្រើនរួចមកហើយសម្រាប់នៅក្នុងវគ្គបំពេញនេះគឺយើងនឹងបង្ហាញពីភាពលម្អិតដែលនឹងជំនួយឲ្យបងប្អូនទៅធ្វើជា QS ម្នាក់ដែលមិនមែនជា QS បែបសាមញ្ញមានន័យថានឹងដឹកនាំយើងឲ្យទៅធ្វើជា QS ម្នាក់ដែលជាជំនាញដែលជាពាក្យអង់គ្លេសគេប្រើពាក្យថាជា professional QS ដែលយើងមិនមែនរៀនតែផ្នែកមូលដ្ឋានគ្រឹះ basicតិចតួចទេទៅលើជំនាញ QS ក៏ប៉ុន្តែខ្ញុំនឹងបង្ហាញអំពីជំនាញមួយនេះដែលតាក់ទងជាមួយនឹងចាប់តាំងពីការដេញថ្លៃគម្រោងហើយរហូតទៅដល់គេហៅថាធ្វើ BQ យ៉ាងណាដើម្បីឲ្យយើងអាចទទួលបាននូវទឹកលុយគម្រោងមួយដែលមានភាពសក្តិត្រឹមត្រូវអញ្ចឹងទៅអញ្ចឹងសម្រាប់ថ្ងៃនេះយើងមេរៀនរបស់យើងតាក់ទងមួយ orientation course យើងមានច្រើន slide presentation ដែរហើយជាទូទៅសម្រាប់ការបញ្យល់របស់ខ្ញុំវាទាមទារការលម្អិតច្រើនអញ្ចឹងប្រហែលជាយើងមិនអាចបញ្ចប់នៅក្នុងការធ្វើតែម្ដងបានទេអញ្ចឹងអាច orientation course នេះគឺខ្ញុំអាចបើនៅសល់ខ្ញុំនឹងរៀបចំនៅថ្ងៃស្អែកម៉ោងដដែលមានន័យថាអញ្ចឹងយើងបែងចែកទៅជា2ថ្ងៃអញ្ចឹងថ្ងៃនេះយើងដល់ slide presentation ទីប្រហែលនឹងចាំមើលតាមភាពជាក់ស្ដែងអញ្ចឹងទៅដោយសារតែខ្ញុំមានពេលវេលាតែ1ម៉ោងអញ្ចឹងទៅហើយស្អែកយើងនឹងចាប់ផ្ដើមបន្តទៀតដើម្បីបញ្ចប់ទៅលើ orientation course នេះសង្ឃឹមថាទាំងអស់គ្នានឹង enjoy ជាមួយនឹងការបញ្យល់របស់ខ្ញុំហើយជាទូទៅសម្រាប់ការដែលយើងមកស្ដាប់គំនិតក៏ដូចជាទទួលយកចំណេះដឹងថ្មីពីអ្នកដែលគាត់ធ្លាប់មានបទពិសោធន៍ក៏ដូចជាតាក់ទងជាមួយនឹងជំនាញដែលយើងអត់ធ្លាប់ដឹងពីមុនមកវាធ្វើឲ្យយើងចំណេញច្រើនវាអត់អស់លុយទេគ្រាន់តែស្ដាប់ហើយវានឹងធ្វើឲ្យយើងបែកគំនិតក៏ដូចជាធ្វើឲ្យយើងដឹងថាតើយើងគួរតែដើរទៅរបៀបណាហើយយើងនឹងដឹងថាតើជំនាញមួយនេះតើយើងត្រូវការរៀនទៅលើផ្នែកអីគេខ្លះក៏ដូចជាស្វែងយល់ទៅលើចំណុចអីខ្លះដើម្បីយើងអាចទទួលបាននូវចំណេះដឹងពេញលេញមួយដែលយើងអាចទៅប្រយុទ្ធនៅក្នុងសង្គមការងារថ្ងៃក្រោយអញ្ចឹងខ្ញុំនឹងចាប់ដើមបង្ហាញទាំងអស់គ្នាក៏ប៉ុន្តែមុនពេលដែលខ្ញុំធ្វើការបញ្យល់ទៅលើបទបង្ហាញតម្រង់ទិសនេះខ្ញុំសូមសនពោឲ្យទាំងអស់គ្នាទី1គឺត្រូវមានឯកសារជា hard copy នៃ slide presentation ដែលខ្ញុំបានបោះទៅឲ្យទាំងអស់គ្នាកាលពីព្រឹកមិញតាក់ទងជាមួយនឹងការ presentation របស់ខ្ញុំដើម្បីងាយស្រួលក្នុងការទាំងអស់គ្នាស្ដាប់ខ្ញុំបញ្យល់ហើយបើសិនជាមានចំណុចណាដែលយើងត្រូវការកត់ត្រាទុកអញ្ចឹងយើងកត់ត្រានៅក្នុងឯកសាររបស់យើងជា hard copy ហ្នឹងទៅវាធ្វើឲ្យយើងមានភាពងាយស្រួលក៏ដូចជាធ្វើឲ្យយើងអាចចងចាំបានថ្ងៃក្រោយហើយក៏ដូចជាយើងមានជាចំណុចដែលយើងអាចទៅរំលឹកថ្ងៃក្រោយបានទី2តាក់ទងជាមួយនឹង
យើងគួរតែមាន notebook នៅក្បែរខ្លួនបន្តិចឬក៏กระดาษមួយស្លឹកដោយសារការបង្ហាញរបស់ខ្ញុំការបញ្យល់របស់ខ្ញុំជាទូទៅខ្ញុំច្រើនតែនិយាយ concept ច្រើនជាងដែលខ្ញុំដាក់ចំណុចដែលខ្លះៗនៅក្នុង slide presentation អញ្ចឹងតិចស្ដាប់ហើយដៃហ្នឹងគឺធ្វើម៉េចឲ្យរហ័សបន្តិចក្នុងការកត់ត្រានៅចំណុចដែលខ្ញុំនឹងនិយាយហើយបើអាចទាំងអស់គ្នាអាចប្រើជា computer ដើម្បីមើលជា slide presentation ដើម្បីងាយស្រួលជាងដែលយើងត្រូវមើលទូរស័ព្ទវាដូច screen រាងតូចអញ្ចឹងយើងមើលជា computer ទៅយើងឃើញ screen រាងធំអញ្ចឹងការរៀនការស្ដាប់វារាងដូចធ្វើឲ្យយើង impressive ច្រើនឲ្យយើងមានចំណាប់អារម្មណ៍ធ្វើឲ្យយើងមានបរិយាកាសក្នុងការស្ដាប់ហ្នឹងរាងដូច pressure គេហៅ pleaser មានថារាងដូចថា relax ផងអីផងអញ្ចឹងទៅយើងអាចស្ដាប់ទៅវាចូលវាយល់បានច្រើនអញ្ចឹងទៅអញ្ចឹងនេះគ្រាន់តែប្រាប់ពី concept ខ្លះៗពីរបៀបនៃការរៀនទេក្នុងនាមខ្ញុំជាអ្នកដែលមានបទពិសោធន៍ក្នុងការរៀនដែរអញ្ចឹងខ្ញុំច្រើនតែចែករំលែកតាំងពីរបៀបនៃការរៀនទៅបងប្អូនអញ្ចឹងទៅអូខេអញ្ចឹងបងប្អូនកុំឲ្យខាតពេលវេលាយូរខ្ញុំនឹងចាប់ផ្ដើមធ្វើការ presentation ទៅលើមុខវិជ្ជាមួយដែលតាក់ទងជាមួយនឹងការដេញថ្លៃគម្រោងក៏ដូចជាជំនាញនៃ QS នៃការរៀបចំ Excel BQ តើវាមានសារៈសំខាន់របៀបម៉េចហើយវាមានពាក្យថ្មីមួយសម្រាប់បងប្អូនគឺការដេញថ្លៃគម្រោងហើយខ្ញុំទីខ្ញុំនឹងប្រាប់បងថាការដេញថ្លៃគម្រោងតើវាមានគុណប្រយោជន៍អីខ្លះហើយនេះបើជាយើងចាំបាច់ត្រូវដឹងពីវាហើយពេលដែលយើងដឹងអំពីរបៀបនៃការដេញថ្លៃគម្រោងតើយើងអាចយកវាទៅប្រើប្រាស់ដើម្បីធ្វើអីទៀតបានអូខេអញ្ចឹងបើយើងនិយាយអំពីគម្រោងសាងសង់មួយទាំងអស់គ្នាបើយើងនិយាយអំពីប្រភេទនៃគម្រោងសាងសង់យើងមាន3ប្រភេទដែលជាគម្រោងដែលយើងតែងតែជួបប្រទះនៅក្នុងសង្គមការងាររបស់យើងពេលដែលបងចេញទៅធ្វើការឬក៏បងប្អូនដែលកំពុងតែធ្វើការហ្នឹងបងខ្លះក៏គាត់បានជួបប្រទះនៅប្រភេទគម្រោងសាងសង់រួចមកហើយដែលជាទូទៅនៅក្នុងវិស័យសំណង់គឺយើងមានគម្រោង3ប្រភេទដែលសំខាន់ទី1គឺប្រភេទគម្រោងអគារទី2គឺជាប្រភេទគម្រោង building ហើយទី3វាគឺជាប្រភេទគម្រោងស្ពានជាទូទៅសម្រាប់ការបង្រៀនរបស់ខ្ញុំតែងតែ involve មានថាខ្ញុំតែងតែលើកឡើងជាមួយនឹងគម្រោងបែបជាអគារដោយសារតែគម្រោងបែបអគារគឺជាប្រភេទគម្រោងមួយដែលវាមានប្រភេទការងារច្រើនហើយនៅក្នុងនោះគឺយើងមានការងាររហូតដល់សំខាន់4អញ្ចឹងនៅក្នុងគម្រោងអគារនេះគឺវាអញ្ចឹងបានថាបើប្រៀបធៀបជាមួយនឹងគម្រោង2ដទៃទៀតដែលជាគម្រោងស្ពានក៏ដូចជាគម្រោងផ្លូវថ្នល់អញ្ចឹងគម្រោងអគារគឺវាមានការងារច្រើនដែលទាំងអស់គ្នាបើថ្ងៃក្រោយពេលដែលយើងចុះទៅធ្វើការក៏ដូចគ្នាដែរយើងគួរតែធ្វើការដែលពាក់ព័ន្ធជាមួយនឹងគម្រោងអគារបានច្រើនដើម្បីយើងទទួលបាននូវបទពិសោធន៍ក៏ដូចជាចំណេះដឹងច្រើនតាក់ទងជាមួយនឹងគម្រោងបែបអគារអញ្ចឹងទៅយើងមិនមែននិយាយថាគម្រោងស្ពានឬក៏គម្រោងផ្លូវថ្នល់អត់ល្អទេវាល្អដូចគ្នាក៏ប៉ុន្តែដោយសារតែយើងអាចនិយាយបានថាសម្រាប់គម្រោងអគារមនុស្សធម្មតាប្រជាជនធម្មតាក៏អាចធ្វើផ្ទះនៅបានដែរអញ្ចឹងពេលដែលបងអូនដឹងរឿងអគារច្រើនថ្ងៃក្រោយវាប្រៀបបានដូចជាឆ្នាំងបាយរបស់យើងមួយដែលយើងអាចយកទៅរកស៊ីថ្ងៃក្រោយបានហើយបើបងប្អូនប្រៀបធៀបជាមួយនឹងគម្រោងស្ពាននិងគម្រោងផ្លូវថ្នល់បងប្អូនដឹងថាគម្រោងស្ពាននិងគម្រោងផ្លូវថ្នល់មិនមែនធ្វើងាយបានទេវាទាមទារទៅលើទឹកលុយធំហើយក៏ដូចជាទូទៅគឺវាតែងតែជាប់ពាក់ព័ន្ធជាមួយនឹងគម្រោងរបស់រដ្ឋាភិបាលចឹងទៅអញ្ចឹងហើយបានខ្ញុំតែងតែ recommend ទៅកូនសិស្សថាការដែលយើងត្រូវការជាប់ពាក់ព័ន្ធជាមួយធ្វើការពាក់ព័ន្ធជាមួយនឹងគម្រោង building យើងអាចបានចំណេះដឹងច្រើនយើងទទួលបានបទពិសោធន៍ច្រើនហើយថ្ងៃក្រោយយើងងាយស្រួលក្នុងការបើកអាជីវកម្មមើលការបើកក្រុមហ៊ុនសំណង់អីផ្សេងទៀតក្នុងកម្រិតទំហំតូចមធ្យមឬក៏កម្រិតធំអាហ្នឹងគឺយើងសុទ្ធតែអាចបើកបានទាំងអស់អញ្ចឹងខ្ញុំនឹងលើកឡើងពីការបញ្យល់របស់ខ្ញុំនេះគឺពាក់ព័ន្ធជាមួយនឹងគម្រោងបែបអគារហើយបើយើងនិយាយពីគម្រោងបែបអគារគឺយើងមានច្រើនណាស់គឺដែលយើងចាត់ទុកក្នុងសំណុំប្រព័ន្ធនៃគម្រោងបែបអគារដូចជាផ្ទះល្វែងដូចជាបរិយាដូចជាវិឡាដូចជាមន្ទីរពេទ្យសាលារៀនវត្តអារាមពលានយន្តហោះអាហ្នឹងស្ថិតនៅក្នុងប្រភេទគម្រោងអគារទាំងអស់ដែលនៅក្នុងគម្រោងអគារគឺយើងមានប្រភេទការងារសំខាន់4ដែលយើងត្រូវការស្វែងយល់ហើយពេលដែលយើងនិយាយអំពីតាក់ទងជាមួយនឹងការដេញថ្លៃគម្រោងមានន័យថាយើងត្រូវតាបងអូនធ្លាប់ដឹងថាការដេញថ្លៃគម្រោងគឺយើងត្រូវការប្រកួតប្រជែងដើម្បីធ្វើម៉េចឲ្យគម្រោងហ្នឹងបានមកយើងដើម្បីយើងអាចធ្វើការសាងសង់បានអញ្ចឹងដើម្បីយើងអាចបានគម្រោងយកមកសាងសង់បានអ្វីដែលជាអត្ថប្រយោជន៍មុនគេម្ចាស់គម្រោងគាត់ចង់បានពីក្រុមហ៊ុនដែលទទួលការសាងសង់គឺគាត់ចង់ដឹងថាតើក្រុមហ៊ុនហ្នឹងអាចធ្វើគម្រោងរបស់គាត់ដោយការប្រើប្រាស់ចំណាយលុយអស់ប្រមាណអញ្ចឹងការដែលយើងត្រូវចេះអំពីការប៉ាន់ប្រមាណទៅលើទឹកលុយនៃគម្រោងសរុបមួយដើម្បីដឹងថាទឹកលុយហ្នឹងដើម្បីដឹងថាគម្រោងហ្នឹងត្រូវការប្រើប្រាស់ទឹកលុយសាងសង់អស់ប្រមាណគឺវាពាក់ព័ន្ធជាមួយនឹងផ្នែក QS អញ្ចឹងបើយើងអត់មានជំនាញផ្នែក QS ទេយើងអត់មានរបៀបនៃការធ្វើ BOQ មួយដែលមានលក្ខណៈសុក្រិតមានលក្ខណៈត្រឹមត្រូវទេយើងមិនអាចដឹងថាតើគម្រោងហ្នឹងត្រូវការប្រើប្រាស់ទឹកលុយអស់ប្រមាណដើម្បីសាងសង់ទេមុនពេលដែលបងប្អូនអាច estimate ប៉ាន់ប្រមាណទៅលើទឹកលុយសរុបនៃ
នៃគម្រោងមួយបានថាតើត្រូវការប្រើប្រាស់ទឹកលុយអស់ប្រមាណដើម្បីធ្វើការសាងសង់បងត្រូវដឹងលម្អិតថាតើនៅក្នុងគម្រោងមួយយើងត្រូវការចំណាយទៅលើចាយវាយទៅលើផ្នែកអីគេខ្លះដែលនៅក្នុងនោះខ្ញុំនឹងលម្អិតឲ្យទាំងអស់គ្នានៅចំណុចសំខាន់4ដែលជាការចំណាយជាទូទៅតែងតែយើងដែលយើងតែងតែជួបប្រទះនៅក្នុងគម្រោងបែប building ដែលទី1គឺពាក់ព័ន្ធជាមួយនឹងការចំណាយទៅលើការបើកការដ្ឋានអញ្ចឹងបងដឹងថាអ្នកដែលធ្លាប់ចេញទៅធ្វើការឬក៏អ្នកដែលមិនធ្លាប់ចេញធ្វើការក៏ដោយបងដែលឃើញការដ្ឋានថាបើសិនជាគេសាងសង់អីមួយគឺគេត្រូវការចំណាយលុយដើម្បីរៀបចំការដ្ឋានការរៀបចំការដ្ឋានហ្នឹងធ្វើម៉េចដើម្បីឲ្យការដ្ឋានរបស់យើងហ្នឹងអាចដំណើរការសាងសង់ទៅបានដូចបងឃើញចាប់ពីដែលគេរៀបចំទៅលើការហុំព័ទ្ធរបងការដ្ឋានអាហ្នឹងសិតតែជាការចំណាយដែរហើយដូចបងឯងទិញស័ង្កសីទិញដែកដើម្បីហុំព័ទ្ធរបងពុកការដ្ឋានយ៉ាងហោចណាស់ក៏យើងត្រូវមានរបងព័ទ្ធជុំវិញដែរខ្ញុំគ្រាន់តែទីហោតូចមួយនៅក្នុងផ្នែកនៃការរៀបចំការដ្ឋានអាហ្នឹងសិតតែជាការចំណាយទៅលើការបើកការដ្ឋានការរៀបចំការដ្ឋានដើម្បីយើងអាចដំណើរការការងារទៅបានចឹងទៅការរៀបចំការដ្ឋានបើសិនជាយើងនិយាយអំពីប្រភេទគម្រោងធំយើងត្រូវការចំណាយលុយច្រើនមែនតើហើយជា QS ដែលបងថ្ងៃក្រោយបងទៅជាគេហៅថាជាអ្នកប៉ាន់ប្រមាណទៅលើបរិមាណការងារក៏ដូចជាទុកលុយនៃគម្រោងបងត្រូវដឹងថាតើការដ្ឋានហ្នឹងគឺគេត្រូវការរៀបចំអីគេខ្លះដើម្បីយើងអាចបើកការដ្ឋានហ្នឹងរៀបចំការដ្ឋានហ្នឹងបានឲ្យមានសណ្ដាប់ធ្នាប់ប្រកបដោយសុវត្ថិភាពហើយយើងអាចចាប់ផ្ដើម start ការងាររបស់យើងបានចាប់ពីការងារគ្រឿងបង្គុំយើងចឹងទៅអញ្ចឹងការចំណាយទៅលើការងារបើកការដ្ឋានយើងត្រូវទាមទារទុកលុយច្រើនបើសិនជាគម្រោងយើងធំអញ្ចឹងយើងត្រូវដឹងយើងត្រូវមានជំនាញក្នុងការដែល estimate ទៅលើថាតើយើងត្រូវការប្រើប្រាស់ទឹកលុយអស់ប្រមាណដើម្បីចាយវាយទៅលើការបើកការដ្ឋានដើម្បីចាយវាយទៅលើការរៀបចំការដ្ឋានអាហ្នឹងគឺជាផ្នែកទី1ដែលបងត្រូវការ estimate ដែលបងត្រូវការប៉ាន់ប្រមាណទៅលើប្រភេទការងារក៏ដូចជាទឹកលុយដែលយើងត្រូវការប្រើប្រាស់សម្រាប់ចំណុចទី2គឺការចំណាយទៅលើការងារគ្រឿងបង្គុំបងដឹងថានៅក្នុងគម្រោងបែបអគារគ្រឿងបង្គុំវាគឺជាប្រព័ន្ធ structure ដ៏សំខាន់ដើម្បីជួយទ្រទ្រង់នៅអគារទាំងមូលឲ្យមានសភាពរឹងមាំអញ្ចឹងការដែលយើងអាចធ្វើគ្រឿងបង្គុំបានវាទាមទារជាមួយនឹងការទិញសម្ភារៈប្រើប្រាស់ដូចជាការចំណាយទៅលើកម្លាំងពលកម្មដូចជាជាងដូចជាពពួក subcontractor អាហ្នឹងគឺសុទ្ធតែជាការចំណាយទៅលើគ្រឿងបង្គុំទាំងអស់អញ្ចឹងបើសិនជាយើងអត់មានសម្ភារៈប្រើប្រាស់យើងអត់មានកម្លាំងពលកម្មក៏យើងមិនអាចឲ្យការងារគ្រឿងបង្គុំរបស់យើងនឹងអាចចប់បានដោយជោគជ័យបានដែរអញ្ចឹងអាហ្នឹងគឺវាសុទ្ធតែពាក់ព័ន្ធជាមួយនឹងការចំណាយដែលបងត្រូវការ estimate បងត្រូវការប៉ាន់ប្រមាណត្រូវការគិតឲ្យបានលម្អិតថាតើយើងមានប្រភេទការងារគ្រឿងបង្គុំអីគេខ្លះដែលយើងត្រូវការចាយទៅលើសម្ភារៈប្រើប្រាស់ក៏ដូចជាចាយទៅលើកម្លាំងពលកម្មដែលយើងប្រើដើម្បីអាចធ្វើឲ្យអគាររបស់យើងគ្រឿងបង្គុំរបស់យើងចេញជារូបរាងបានយើងត្រូវការដាក់បញ្ចូលទៅក្នុងឯកសារ BOQ សម្រាប់ចំណុចទី2សម្រាប់ចំណុចទី3គឺពាក់ព័ន្ធជាមួយនឹងការចំណាយទៅលើការងារចុងបញ្ចប់សម្រាប់ពាក្យការងារចុងបញ្ចប់នេះប្រហែលជាភាសាខ្មែរពិបាកស្ដាប់តិចបងខ្លះក៏ធ្លាប់ដឹងដែរព្រោះដោយសារបងជាកូនសិស្សខ្ញុំធ្លាប់និយាយច្រើនហើយបងខ្លះក៏គាត់មិនមែនកូនសិស្សខ្ញុំក៏គាត់ធ្លាប់ដឹងដែររឿងតាក់ទងជាមួយនឹងការងារចុងបញ្ចប់តើអ្វីទៅជាការចំណាយទៅលើការងារចុងបញ្ចប់នៅក្នុងភាសាអង់គ្លេសការងារចុងបញ្ចប់គេប្រើពាក្យថា finishing work មានន័យថាការងារប្រហើយការងារចុងក្រោយគេដូចជាការងារយើងលាបថ្នាំដូចជាការងារដែលយើងត្រូវការរៀបការ៉ូដូចជាការងារដែលយើងត្រូវការធ្វើពិដានដូចជាការងារធ្វើអួយប្រកាន់ដៃជាដើមអាហ្នឹងគឺយើងចាត់ទុកថាជាប្រភេទការងារចុងបញ្ចប់នៅក្នុងអគារហើយអញ្ចឹងបើសិនជាបងអូនអាចមើលប្រភេទគម្រោងធំដូចជាផ្សារទំនើបដូចជាបលិនយន្តហោះជាដើមបងអូនឃើញថាពេលដែលយើងចូលដល់ដំណាក់កាលនៃការងារ finishing work គឺយើងមានប្រព័ន្ធការងារនៃការងារចុងបញ្ចប់គឺច្រើនមែនទែនដែលវាពាក់ព័ន្ធជាមួយនឹងការចំណាយលុយកាន់តែច្រើនដូចគ្នាអញ្ចឹងបងត្រូវស្គាល់ថាតើនៅក្នុងប្រភេទការងារចុងបញ្ចប់នៃគម្រោងបែប building តើយើងមានប្រភេទការងារអ្វីខ្លះដែលយើងត្រូវការធ្វើនៅក្នុងកិច្ចសន្យាយើងត្រូវការប៉ាន់ប្រមាណទៅលើទឹកលុយថាយើងត្រូវការប្រើប្រាស់ទឹកលុយអស់ប្រមាណដើម្បីសាងសង់អានេះគឺជាប្រភេទការងារទី3ដ៏សំខាន់នៅក្នុងផ្នែក QS ដែលបងត្រូវការដាក់ចូលទៅក្នុងឯកសារ BOQ របស់យើងសម្រាប់ចំណុចទី4គឺការចំណាយទៅលើការងារប្រព័ន្ធ MEP ខ្ញុំជឿជាក់ថាសម្រាប់បងប្អូនដែលរៀនសំណង់ប្រហែលជាបងអត់បានស្វែងយល់ឲ្យបានស៊ីជម្រៅទៅលើផ្នែក MEP ទេក៏ប៉ុន្តែបងខ្លះក៏គាត់ធ្លាប់ដឹងដែរ MEP នៅក្នុងគម្រោងអគារមួយបើសិនជាយើងមានតែការងារសំណង់ហើយយើងអត់មានការងារ MEP អគារហ្នឹងប្រៀបដូចជាមនុស្សដែលមានតែរូបរាងកាយមានតែស្បែកប៉ុន្តែអត់មានគ្រឿងក្នុងអញ្ចឹងយើងមិនអាចរស់នៅបានទេបងប្អូនបើយើងអត់មានថ្លើមអត់មានបេះដូងយើងអត់មានសួតយើងអត់មានសរសៃឈាមអាគារក៏ដូចគ្នាដែរបើសិនជាមានតែគ្រោងឆ្អឹងមានតែការងារចុងបញ្ចប់ប៉ុន្តែយើងអត់មានប្រព័ន្ធ MEP ដូចជាប្រព័ន្ធភ្លើងប្រព័ន្ធទឹកប្រព័ន្ធម៉ាស៊ីនត្រជាក់ប្រព័ន្ធផលិតអគ្គិភ័យសុវត្ថិភាពក្នុងអគារទេអាគារហ្នឹងក៏យើងអត់អាច
ចូលទៅរស់នៅបានដែរដូចក្នុងផ្ទះយើងអញ្ចឹងបើយើងអត់មានភ្លើងយើងអត់មានទឹកប្រើប្រាស់យើងមិនអាចទៅរស់នៅក្នុងនឹងបានអញ្ចឹងមានន័យថាប្រព័ន្ធ MVP គឺជាផ្នែកមួយដ៏សំខាន់នៅក្នុងការដែលយើងត្រូវការ estimate ទៅលើទឹកលុយថាយើងត្រូវការប្រើប្រាស់ទឹកលុយអស់ប្រមាណនៅក្នុងផ្នែកប្រព័ន្ធ MVP ដើម្បីឲ្យគម្រោងហ្នឹងគឺអាច complete បានអាចបញ្ចប់ទៅបានអញ្ចឹងសម្រាប់បងប្អូនដែលមិនសូវជាសមជាមួយប្រព័ន្ធ MVP បងត្រូវចាំពាក្យខ្ញុំមួយថាបើសិនជាយើងចង់ទៅជាបុគ្គលម្នាក់ដែលខ្លាំងដែលអាចគ្រប់គ្រងគម្រោងបានរួមទាំងអាចឈានរហូតទៅដល់ការប៉ាន់ប្រមាណទៅលើទឹកលុយគម្រោងសាងសង់ថាត្រូវការអស់ប្រមាណយើងមិនអាចគ្រាន់តែដឹងអំពីការងារសំណង់យើងគ្រប់គ្រាន់ទេអញ្ចឹងយើងត្រូវការស្វែងយល់ទៀតថាតើនៅក្នុងប្រព័ន្ធ MVP ហ្នឹងគេមានអីគេខ្លះហើយចំណាយអស់ប្រមាណទៅលើផ្នែក MVP ហ្នឹងអញ្ចឹងនៅក្នុងពាក្យ MVP ផ្នែក3ដែលសំខាន់ដែលបងប្អូនឃើញមានអក្សរ M ដែលវាពាក់ព័ន្ធជាមួយនឹងប្រព័ន្ធ mechanical ដូចជាម៉ាស៊ីនត្រជាក់ជាដើមបងប្អូនឃើញមានអក្សរ E ដែលពាក់ព័ន្ធជាមួយនឹងពពួក electrical មានថាគឺជាផ្នែកភ្លើងផ្នែកអគ្គិសនីហ្នឹងហើយបងប្អូនឃើញមានពាក្យ P ដែលមកពីប្រព័ន្ធ plumbing ដែលជាប្រព័ន្ធទឹកអញ្ចឹងនៅក្នុងប្រព័ន្ធទាំង3ហ្នឹងវាត្រូវបានបែងចែកជាផ្នែកតូចៗទៀតដូចជាប្រព័ន្ធទឹកចឹងវាមានប្រព័ន្ធទឹកស្អាតមានប្រព័ន្ធទឹកស្អុយវាមានប្រព័ន្ធរំដោះទឹកភ្លៀងវាមានប្រព័ន្ធដូចជាពពួកជាតយោអគ្គិភ័យសុវត្ថិភាពនៅក្នុងអគារនិងវាស្ថិតនៅក្នុងប្រព័ន្ធ plumbing ទាំងអស់ខ្ញុំមិនទាមទារឲ្យទាំងអស់គ្នាត្រូវទៅសិក្សាអំពីបច្ចេកទេសនៃការងារ MVP ទេក៏ប៉ុន្តែយើងត្រូវដឹងថា service MVP នៅក្នុងសំណង់របស់យើងបើសិនជាបងប្អូនថ្ងៃក្រោយចង់ទៅធ្វើជាអ្នកគ្រប់គ្រងធ្វើជាអ្នក estimate ដែលទទួលបាននៅទឹកលុយគម្រោងជាក់លាក់មួយបងប្អូនត្រូវចាំថាបងប្អូនត្រូវតែដឹងថាការចំណាយទៅលើប្រព័ន្ធ MVP នឹងមានអីគេខ្លះបន្តទៀតចឹងទៅនៅក្នុងនោះសម្រាប់ចំណុចទី4ដែលខ្ញុំបានដាក់គឺជាការចំណាយបន្តបន្សំបន្ថែមជាទូទៅសម្រាប់ផ្នែក4ខាងលើវាគឺជា main គេហៅ main point ឬក៏ main item គឺជាធាតុដ៏សំខាន់ដែលតែងតែជួបប្រទះនៅក្នុងគម្រោង bad building ហើយបើសិនជាក្នុងករណីដែលយើងត្រូវការចំណាយអីបន្តបន្សំដែលយើងត្រូវការប្រើប្រាស់ទឹកលុយបន្តបន្សំបន្ថែមទៀតអាស្រ័យទៅលើលក្ខខណ្ឌនៃគម្រោងក៏ដូចជាប្រភេទនៃគម្រោងអាហ្នឹងបងប្អូនត្រូវការកណនាចូលទៅក្នុងឯកសារ BQ របស់យើងទៀតដើម្បីយើងទទួលបាននៅទឹកលុយគម្រោងសរុបអញ្ចឹងបើសិនជាបងប្អូនចង់ទៅធ្វើជា QS ម្នាក់ដែលប្រកបដោយ professional ឬក៏បងប្អូនណាដែលមានគោលដៅធំថាថ្ងៃក្រោយចង់ទៅបើកក្រុមហ៊ុនម៉ៅការសំណង់ឬក៏ក្រុមហ៊ុនសំណង់មួយខ្លួនឯងបងប្អូនត្រូវចាំថាការដែលយើងត្រូវការចេះ estimate ប៉ាន់ប្រមាណទៅលើទឹកលុយនៃគម្រោងមួយដើម្បីយើងដាក់តម្លៃទៅឲ្យម្ចាស់គម្រោងមានថាម្ចាស់ផ្ទះដែលគេចង់ធ្វើអគាររបស់គេហ្នឹងគឺជាផ្នែកមួយដ៏សំខាន់ដែលមិនអាចខ្វះខាតបានទេអញ្ចឹងបើសិនជាយើងខ្សោយចំណុចមួយហ្នឹងហើយព្រោះយើងចេញវិស័យការទេឬក៏បងប្អូនណាដែលជាចង់គោលដៅចង់ទៅធ្វើជាប្រធាន QS គេប្រើពាក្យថា QS manager ឬក៏បងប្អូនខ្លះទៀតគាត់មានគោលដៅធំធ្វើជា project manager សម្រាប់ការដេញថ្លៃគម្រោងក៏ដូចជាជំនាញ QS រៀបចំឯកសារ BQ នេះគឺมันអាចខ្វះខាតបាននេះបងប្អូនត្រូវតែដឹងអំពីភាពស៊ីជម្រៅរបស់វាតាំងពីរបៀបនៃការរៀបចំហើយក៏ដូចជាការប្រើប្រាស់ឯកសារ BQ ដែលខ្ញុំនឹងបង្ហាញនៅក្នុង orientation course របស់យើងនេះអញ្ចឹងការស្ដាប់នៅមេរៀនទាំងអស់នេះសង្ឃឹមថាទាំងអស់គ្នាព្យាយាមធ្វើម៉េចកត់ត្រានៅចំណុចសំខាន់ខ្ញុំរៀងបញ្យល់រៀងលឿនបន្តិចអានេះវាជា style របស់ខ្ញុំប៉ុន្តែខ្ញុំគិតថាខ្ញុំបាននិយាយជាភាសាជាតិរបស់យើងដោយច្បាស់លាស់អញ្ចឹងបងប្អូនអាចកត់ត្រាទុកចំណុចខ្លះៗអញ្ចឹងទៅហើយខ្ញុំសូមបញ្ជាក់ប្រាប់បងប្អូនតិចថាសម្រាប់ orientation course នេះបន្ទាប់ពីខ្ញុំធ្វើការ presentation ចប់ខ្ញុំអត់បោះជា video record ចូលទៅក្នុង channel Telegram របស់ខ្ញុំទេខ្ញុំចង់ឲ្យទាំងអស់គ្នាមកស្ដាប់ខ្ញុំផ្ទាល់មានការកត់ត្រាអញ្ចឹងទៅព្រោះពេលខ្លះអ្នកខ្លះគាត់អត់ចំណាយពេលរបស់គាត់មកចូលរួមស្ដាប់ទេគាត់ច្រើនតែចាំមេរៀនរបស់ខ្ញុំចាប់គេថាចាំ video record របស់ខ្ញុំអញ្ចឹងទៅអញ្ចឹងខ្ញុំអត់បានឲ្យបងប្អូនទេណាអញ្ចឹងអាហ្នឹងកន្លែងហ្នឹងបងប្អូនឯងត្រូវជួយពីកន្លែងហ្នឹងដែរអញ្ចឹងត្រូវធ្វើម៉េចរយៈពេល1ម៉ោងជាងនេះបងប្អូនត្រូវមកអង្គុយស្ដាប់ឲ្យបានច្រើនហើយវាជាគំនិតមួយដើម្បីផ្ដល់ឲ្យយើងធ្វើឲ្យយើងបំពេញនៅចំណុចខ្វះខាតក៏ដូចជាយើងរៀនពីចំណុចថ្មីដែលគេហៅថាដើម្បីមានការអភិវឌ្ឍនៅក្នុងខ្លួនធ្វើឲ្យយើងមានការរីកចម្រើនទៅមុខយើងព្យាយាមធ្វើម៉េចរៀនអ្វីដែលយើងមិនតាន់ដឹងហើយព្យាយាមធ្វើម៉េចយើងរៀនរបស់ថ្មីឲ្យបានច្រើនដើម្បីមកបំពេញនៅចំណុចខ្វះខាតទៅលើជំនាញសម្រាប់របស់យើងអញ្ចឹងការងារទាំង4រួមបញ្ចូលទាំងការចំណាយបន្តបន្សំបន្ថែមអាស្រ័យទៅលើលក្ខខណ្ឌនៃគម្រោងក៏ដូចជាប្រភេទនៃគម្រោងនេះបងប្អូនត្រូវដឹងពីរបៀបនៃការកណនាថាធ្វើម៉េចដើម្បីយើងអាចកណនានៅការចំណាយទាំង4ទាំង5ដែលខ្ញុំបានដាក់ចំណុចធំនេះហើយក្នុងគោលដៅមួយដ៏សំខាន់គឺយើងនឹងទទួលបាននៅទឹកលុយគម្រោងសរុបបងប្អូនពេលដែលបងប្អូនធ្វើការថ្ងៃក្រោយបងប្អូនចេញម៉ៅការក៏ដោយជាពិសេសអ្នកដែលចេញទៅម៉ៅការបងប្អូនតែងតែធ្វើម៉េច
ចង់ដឹងថាតើធ្វើម៉េចដើម្បីយើងអាច estimate ទៅលើទឹកលុយគម្រោងសរុបមួយបានអញ្ចឹងបើសិនជាយើងអត់បានលម្អិតការងារទាំង4ទាំង5ចំណុចនេះបានទេយើងនឹងមិនអាចទទួលបាននូវទឹកលុយគម្រោងសរុបមួយដែលមានភាពសក្តិមានភាពត្រឹមត្រូវហើយសុវត្ថិភាពនៅក្នុងការអនុវត្តគម្រោងសាងសង់ទេអូខេអញ្ចឹងនៅក្នុងការដែលយើងចង់គណនានៅទឹកលុយគម្រោងសរុបគឺយើងត្រូវការ QS ដែលជាបុគ្គលមួយដ៏សំខាន់នៅក្នុងផ្នែកសំណងរបស់យើងអញ្ចឹងសូមថា QS មកពីពាក្យអីគេទាំងអស់គ្នា QS មកពីពាក្យថា quantity surveyor បងប្អូនមកពីកិរិយាសព្ទអង់គ្លេស survey ហ្នឹងបងប្រែខ្មែរគេថាស្ទាបស្ទង់ឬក៏ប៉ាន់ប្រមាណខាងចុងអាហ្នឹងទៅជាមនុស្សហើយអញ្ចឹងមានថា surveyor គឺជាអ្នកស្ទាបស្ទង់អ្នកប៉ាន់ប្រមាណអីគេប៉ាន់ប្រមាណទៅលើអីគេពួកយើងគឺប៉ាន់ប្រមាណទៅលើ quantity គឺសំដៅទៅលើបរិមាណអញ្ចឹងបើយើងនិយាយពី quantity surveyor តាមពិតទៅមិនផ្ដោតតែទៅលើ estimate ប៉ាន់ប្រមាណទៅលើបរិមាណនៃការងារទេក៏ប៉ុន្តែនៅក្នុងនោះគាត់ក៏ត្រូវចេះអំពីការប៉ាន់ប្រមាណទៅលើទឹកលុយតម្លៃឯកតានៃការងាររបស់យើងដាក់ចូលទៅក្នុងឯកសារ BQ ដើម្បីទទួលបាននូវទឹកលុយគម្រោងសរុបដែរអញ្ចឹងបើយើងនិយាយពី quantity surveyor QS ហ្នឹងមិនមែនគាត់តែចេះគណនាបរិមាណហៅថា QS ទេគាត់ត្រូវចេះកំណត់ទៅលើតម្លៃឯកតានៃសម្ភារៈប្រើប្រាស់ក៏ដូចជាតម្លៃឯកតានៃកម្លាំងពលកម្មដើម្បីដឹងថាការងារមួយយើងត្រូវការមាន total rate តម្លៃឯកតាសរុបប្រមាណដើម្បីយើងដឹងថាការងារត្រូវចំណាយអស់ទឹកលុយប្រមាណចឹងទៅអញ្ចឹងអានោះគឺជាតួនាទីរបស់ QS ហើយដែល QS តួនាទីសំខាន់ដែលគាត់ត្រូវការរៀបចំគឺឯកសារ BQ ប៉ុន្តែបើសិនជាបងប្អូនធ្វើការនៅក្នុងក្រុមហ៊ុនបែបធំក្រុមហ៊ុនស្តង់ដារមាន management ច្រើនគាត់ទទួលបានគម្រោងរៀងធំអញ្ចឹងទៅយើងមិនមែន QS មិនមែនធ្វើការតែរៀបចំឯកសារ BQ តែមួយមុខទេគាត់ថា main thing main item main point របស់ខាងផ្នែក QS គឺគាត់ត្រូវតែរៀបចំ BQ ក៏ប៉ុន្តែក្រៅពីឯកសារ BQ គាត់នឹងមានតួនាទី JD job description ផ្សេងទៀតទៅតាមលក្ខខណ្ឌនៃការងាររបស់គាត់ចឹងទៅអាហ្នឹងខ្ញុំនឹងបញ្យល់នៅក្នុងវគ្គបំពេញរបស់ខ្ញុំដែលខ្ញុំនឹងបើកនៅថ្ងៃទី15ខែ10ព្រោះយើងនៅសល់ប្រហែលថ្ងៃទៀតណាព្រោះកាន់មុនខ្ញុំថាត្រូវបើកថ្ងៃ10ប៉ុន្តែដោយសារតែថ្ងៃ10វារៀងលឿនពេកចឹងខ្ញុំ extend ទៅដល់ថ្ងៃ15ខែ10ចឹងទៅហើយដោយសារតែខ្ញុំរវល់ដែរអញ្ចឹងថ្ងៃ15ខែ10យើងហ្នឹងសល់ប្រហែលថ្ងៃទៀតខ្ញុំនឹងដាក់ពី application របៀបនៃការចុះឈ្មោះហើយតម្លៃអត់ថ្លៃទេបងប្អូនគ្នាក្នុងវគ្គបំពេញមួយនេះដែលយើងរៀនរយៈពេល3ទៅ4ខែហ្នឹងគឺខ្ញុំយកបងប្អូនតែ$50ទេណាអញ្ចឹងចាំស្ដាប់ចាំដល់ថ្ងៃ15ចាំយើងមើលពី requirement របស់ខ្ញុំទៅហើយគឺថាសម្រាប់ requirement អត់មានអីច្រើនទេគ្រាន់តែការធ្វើការចុះឈ្មោះតែប៉ុណ្្នឹងអញ្ចឹងយើងអាចចូលរៀនបានខ្ញុំបង្កើតគ្រូបង្កើតអីអញ្ចឹងទៅអូខេបន្តមកទៀតបងប្អូនគ្នាយើងនិយាយអំពីមុនពេលដែលបងប្អូនអាចដឹងអំពីភាពស៊ីជម្រៅនៃការរៀបចំទៅលើឯកសារ BQ ក៏ដូចជាបងប្អូនដឹងអំពីភាពស៊ីជម្រៅនៃការដេញថ្លៃគម្រោងបងប្អូនឃើញមានពាក្យមួយដ៏ថ្មីសម្រាប់បងប្អូនគឺការដេញថ្លៃគម្រោងការដេញថ្លៃគម្រោងមានន័យថាម៉េចបងប្អូនគ្នាគឺការដែលយើងត្រូវការប្រកួតប្រជែងដើម្បីទទួលបានគម្រោងយកមកធ្វើជាទូទៅគម្រោងមានតែមួយទេក៏ប៉ុន្តែយើងមានក្រុមហ៊ុនសំណង់ច្រើនដែលចង់បានគម្រោងយកមកសាងសង់អញ្ចឹងក្រុមហ៊ុនដែលគាត់ត្រូវការយកគម្រោងនឹងមកសាងសង់គឺគាត់ត្រូវការ fighting គាត់ត្រូវការប្រកួតប្រជែងគាត់ត្រូវការធ្វើម៉េចឲ្យទទួលបានគម្រោងយកមកធ្វើប៉ុន្តែដើម្បីឲ្យម្ចាស់គម្រោងគេប្រគល់គម្រោងឲ្យក្រុមហ៊ុនសំណង់ណាមួយយកមកធ្វើមិនមែនជារឿងងាយស្រួលទេណាព្រោះម្ចាស់គម្រោងគឺគេតែងតែមើលច្រើនមែនតើគេមិនមែនវេតម្លៃតែមួយចំណុចពីរចំណុច3ចំណុចទេប៉ុន្តែគេមានចំណុចជាច្រើនដែលទាមទារឲ្យក្រុមហ៊ុនដែលចូលរួមការដេញថ្លៃត្រូវការរៀបចំដើម្បីគាត់ធ្វើការវេតម្លៃថាតើក្រុមហ៊ុនសាងសង់មួយណាដែលអាចមានសមត្ថភាពក្នុងការទទួលគម្រោងគាត់យកទៅសាងសង់បានអាហ្នឹងគឺជាការដេញថ្លៃនៃគម្រោងអញ្ចឹងកាលណាយើងនិយាយពីការដេញថ្លៃគម្រោងអ្វីដែលសំខាន់ម្ចាស់គម្រោងគាត់ចង់ដឹងថាគម្រោងហ្នឹងត្រូវការប្រើប្រាស់អស់ទឹកលុយប្រមាណក្នុងការសាងសង់អាហ្នឹងហើយបាន QS Quantity Surveyor គាត់ត្រូវការរៀបចំឯកសារ BQ ដើម្បីអាចដឹងថាទឹកលុយនៃការសាងសង់គម្រោងមួយហ្នឹងអស់ថ្លៃប្រមាណក៏ប៉ុន្តែបើសិនជាយើងនិយាយអំពីការវេតម្លៃរបស់ម្ចាស់គម្រោងដើម្បីគាត់អាច select យកក្រុមហ៊ុនសាងសង់មួយណាដើម្បីឈ្នះការដេញថ្លៃគាត់មិនមែនទាមទារតែឯកសារ BQ តែមួយមុខទេគឺត្រូវមានឯកសារដតីសំខាន់ទៀតបន្ទាប់បន្សំដាក់ចូលទៅជាមួយនឹងឯកសារ BQ ដើម្បីគាត់ធ្វើការវេតម្លៃអញ្ចឹងអាហ្នឹងបានជាការដេញថ្លៃមួយដ៏ពេញលេញអញ្ចឹងខ្ញុំនឹងបញ្ជាក់ប្រាប់បងប្អូនថាតិចទៀតតែយើងត្រូវមានឯកសារអីខ្លះដែលយើងត្រូវការដាក់បញ្ចូលទៅក្នុងស្រោមសបុតនៃការដេញថ្លៃគម្រោងមិនមែនគ្រាន់តែឯកសារ BQ តែមានឯកសារបន្តបន្សំសំខាន់អីបន្តទៀតអាហ្នឹងយើងនឹងបង្ហាញនៅក្នុង slide presentation បន្តទៀតចឹងទៅក៏ប៉ុន្តែមុននឹងពេលបងប្អូនចូលដល់ការដែលយើងលម្អិតទៅលើការដេញថ្លៃគម្រោងក៏ដូចជាតកតងជាមួយនឹងជំនាញនៃ QS ខ្ញុំចង់បង្វែរទាំងអស់
គ្នាឲ្យមកយល់អំពីដំណាក់កាលនៃគម្រោងរបស់យើងសិនជាទូទៅនៅក្នុងខ្សែជីវិតនៃគម្រោងមួយបងអូនត្រូវដឹងអំពីតាក់ទិចក៏ដូចជាបងអូនត្រូវដឹងអំពីដំណាក់កាលសំខាន់នៃខ្សែជីវិតនៃគម្រោងឲ្យបានច្បាស់ដើម្បីបងអូនថ្ងៃក្រោយទៅមិនមែនតែបងអូនទៅធ្វើជា QS ទេបងអូនទៅធ្វើជាអ្នកគ្រប់គ្រងគម្រោងឬក៏បងអូនទៅធ្វើជាអ្នកមើលការសំណងបងអូនត្រូវការសិក្សាពីប្រព័ន្ធក៏ដូចជាបងអូនត្រូវការសិក្សាអំពីខ្សែជីវិតដំណាក់កាលនីមួយៗនៃគម្រោងថាតើគម្រោងមុនពេលដែលយើងអាចយកទៅសាងសង់បានតើយើងត្រូវមានរឿងរ៉ាវស្អីគេខ្លះវាកើតចេញពីចំណុចមួយណាអញ្ចឹងនៅក្នុង slide presentation មួយនេះខ្ញុំនឹងបង្ហាញបងប្អូនពីចំណុចដែលយើងត្រូវការដែលយើងត្រូវការដឹងអំពីផ្នែកលម្អិតសំខាន់នៃដំណាក់កាលនីមួយៗនៃគម្រោងរបស់យើងអញ្ចឹងទៅជាទូទៅខ្ញុំជឿជាក់ថាភាគច្រើនអ្នកដែលកំពុងតែអង្គុយស្ដាប់ខ្ញុំបងអូនប្រហែលជាចូលទៅធ្វើការបងអូនច្រើនតែចូលទៅដល់ការដ្ឋានគេបើកហើយស្រាប់ឬក៏ពេលខ្លះដល់ពាក់កណ្ដាលនៃគម្រោងឬក៏អ្នកខ្លះហ្នឹងសឹងតែចិត្តចាប់គម្រោងឲ្យបានចូលទៅធ្វើការនៅក្នុងក្រុមហ៊ុនមួយអញ្ចឹងយើងតែងតែអត់ដឹងថាតើវាមានរឿងរ៉ាវអីគេខ្លះមុនពេលបើកការដ្ឋានអញ្ចឹងជាទូទៅយើងមានដំណាក់កាលមួយដែលជាដំណាក់កាលបើកការដ្ឋានបងដឹងថាកាលណាយើងអាចបើកការដ្ឋានបានមានន័យថាការងារចាប់ផ្ដើមដំណើរការសាងសង់បានហើយក៏ប៉ុន្តែបងដែលឆ្ងល់អត់ថាតើមុនពេលដែលយើងបើកការដ្ឋានតើគេមានដំណើរការស្អីគេខ្លះអញ្ចឹងបើសិនជាយើងគ្រាន់តែដឹងថាពេលដែលយើងបើកការដ្ឋានហើយយើងត្រូវការសាងសង់ចាប់ផ្ដើមសាងសង់ដូចជាខួងគ្រឹះដូចជាធ្វើជើងតាងដូចជាត្រូវធ្វើចាក់ប៊ីមចាក់ប្លង់សេចាក់ចដើអីអញ្ចឹងអាហ្នឹងគឺជាចំណេះដឹងមួយបែបសាមញ្ញទេអ្នកណាក៏ដឹងដែរក៏ប៉ុន្តែបើសិនជាយើងចង់ទៅធ្វើជាអ្នកគ្រប់គ្រងមួយដែលខ្លាំងឲ្យក្រោយអាចទៅធ្វើជាអ្នកគ្រប់គ្រងគម្រោងទាំងមូលបានបងត្រូវដឹងសាច់រឿងឲ្យបានច្រើនថាមុនពេលដែលយើងបើកការដ្ឋានតើគេធ្វើអីគេខ្លះជាទូទៅបើកការដ្ឋាននិងដំណាក់កាលបិទបញ្ចប់គម្រោងបងប្រហែលជាអាចធ្លាប់ស្គាល់អំពីពាក្យថាបិទបញ្ចប់គម្រោងនោះមានថាគម្រោងយើងគឺចប់ 100% ដែលយើងអាចបកគលឲ្យម្ចាស់គម្រោងបានទៅតាមកិច្ចសន្យាគេប្រើពាក្យអង់គ្លេសគេឲ្យឈ្មោះថា handover នោះមានន័យថាបកគលគម្រោងឲ្យម្ចាស់គម្រោងហ្នឹងមានថាគម្រោងយើងចប់ហើយអញ្ចឹងយើងតែងតែដឹងថាពីពេលបើកការដ្ឋានរហូតដល់បិទបញ្ចប់គម្រោងបងប្រហែលជាធ្លាប់ដឹងថាយើងនៅក្នុងចន្លោះពីរហ្នឹងនៅក្នុងចន្លោះបើកការដ្ឋាននិងចន្លោះនៃការបិទបញ្ចប់គម្រោងគឺយើងមានសកម្មភាពការងារសាងសង់ច្រើនណាស់ដែលយើងមានតាំងពីការងារ structure យើងមានតាំងពីការងារ finishing work នៅក្នុងនោះយើងក៏មានជាសកម្មភាពការងារ MVP នៅក្នុងហ្នឹងដែរអញ្ចឹងនៅក្នុងការបើកការដ្ឋានចន្លោះបើកការដ្ឋាននិងបិទបញ្ចប់គម្រោងមនុស្សភាគច្រើនគឺដឹងវិស្វករភាគច្រើនគឺដឹងក៏ប៉ុន្តែរឿងមួយដែលវិស្វករអត់សូវដឹងគឺមុនពេលបើកការដ្ឋានតើគម្រោងត្រូវឆ្លងកាត់អីគេខ្លះខ្ញុំចង់ឲ្យបងអូនដឹងពីរឿងហ្នឹងថាមុនពេលបើកការដ្ឋានតើវាធ្វើម៉េចដើម្បីឲ្យគម្រោងវាកកើតឡើងហើយវាចាប់ដើមរបៀបណាវាមានដំណើរការរបៀបណាទើបបើកការដ្ឋានបានអូខេអញ្ចឹងយើងនឹងមកស្ដាប់ការបញ្យល់របស់ខ្ញុំទាំងអស់គ្នាអញ្ចឹងតាក់ទងជាមួយនឹងដំណាក់កាលទី1នៃការកកើតគម្រោងយើងប្រើពាក្យថាការបង្កើត concept និងការ design ខ្ញុំឧទាហរណ៍ឲ្យបងអូនងាយក្នុងការយល់មែនតើឧទាហរណ៍ថាបងអូនជាអង្គការម្នាក់ឬក៏បងអូនជា investor អ្នកវិនិយោគម្នាក់ដែលមានលុយរាប់លានដុល្លារពេលដែលបងអូនមានលុយជាទូទៅបងអូនតែងតែមានគំនិតមួយថាចង់បង្កើតជាគម្រោងសាងសង់មួយដូចជា resort ដូចជា condo ដើម្បីលក់ឬក៏ផ្ទះល្វែងឬក៏បរិយាអញ្ចឹងដើម្បីលក់អញ្ចឹងពេលដែលបងអូនមានគំនិតថាចង់យកលុយបងអូនដើម្បីទៅវិនិយោគទៅលើគម្រោងអីមួយបងអូនចាប់ផ្ដើមមានការសម័យថាបើសិនជាបងអូនចង់ធ្វើជា condoបងតែងតែមានការសម័យថាតើបងចង់ធ្វើខុនដូរូបរាងរបៀបម៉េចមានប្រមាណជាន់ទំហំប៉ុណ្ណាអញ្ចឹងសម្រាប់បងដែលមិនមែនជាវិស្វករមិនមែនជាស្ថាបត្យករជាមនុស្សដែលធម្មតា investor ធម្មតាអង្គការឯកឧត្តមធម្មតាគាត់មិនអាចបង្កើតក្តីសុបិនការសម័យរបស់គាត់នឹងចេញកើតទេគាត់តែងតែរកស្ថាបត្យករដែលគាត់ដើរតួនាទីសំខាន់មុនគេក្នុងការដែលឲ្យខាងស្ថាបត្យករហ្នឹងគឺបង្កើតជា concept ដូចក្នុងក្តីសុបិនរបស់គាត់បានដូចក្នុងក្តីសម័យរបស់គាត់បានដូចខ្ញុំចង់ធ្វើ condo 30ជាន់វាមានរូបរាងរបៀបម៉េចហើយទំហំជាន់មួយរបៀបម៉េចខ្ញុំមិនមែនជាវិស្វករមិនមែនជាស្ថាបត្យករខ្ញុំអាចបង្កើតបានទេអញ្ចឹងខ្ញុំត្រូវការរកស្ថាបត្យករម្នាក់ណា architecture ម្នាក់ដើម្បីឲ្យគាត់បង្កើតជា concept អញ្ចឹង concept ខាងស្ថាបត្យករគេដឹងថាគេទៅធ្វើអីខ្លះតាំងពី ប្លង់ master plan តាំងពី 3D តាំងពីមើលពីចំហៀងមើលពីស្ដាំមើលពីលើមិនដើម្បីធ្វើម៉េចឲ្យបាន concept យកទៅជូនអ្នកដែលគាត់មានក្តីសម័យក្នុងការធ្វើគម្រោងហ្នឹងដើម្បីឲ្យគាត់ select យកថាតើគាត់ចង់បានជំរើសមួយណាគាត់ចង់បានរបៀបម៉េចអាហ្នឹងគឺខាងស្ថាបត្យករគឺគាត់ត្រូវដើរមួយហ្នឹងអញ្ចឹងអ្វីដែលខ្ញុំនិយាយហ្នឹងគេឲ្យឈ្មោះថាការបង្កើត concept អញ្ចឹងការបង្កើត concept វាកើតឡើងរវាងមនុស្សពីរនាក់
ម្ចាស់គម្រោងដែលយើងប្រើពាក្យថា owner ឬក៏ investor ហ្នឹងជាមួយនឹងស្ថាបត្យករដែលគាត់ជាអ្នករៀបចំ concept ហ្នឹងដើម្បីធ្វើការពិភាក្សាឆ្លងជាមួយនឹងខាងផ្នែក owner ហ្នឹងដើម្បីធ្វើការសម្រេចចិត្តយក concept មួយណាដើម្បីយកទៅសាងយកទៅធ្វើជាគម្រោងរបស់គាត់ចឹងទៅតែទៅជាមួយនឹងការ design មានន័យថានៅពេលដែលស្ថាបត្យករគាត់បានសម្រេចចិត្តជាមួយនឹងខាងផ្នែក investor ឬក៏ owner រួចរាល់ហើយថាខាង owner គាត់សម្រេចចិត្តយក concept មួយណាហើយខាងផ្នែក owner គាត់នឹងចាប់ដើមឯទៀតគាត់នឹងចាប់ដើមស្វែងរកអ្នក designer ធម្មតាយើងមានតែប្លង់ស្ថាបត្យកម្មយើងអត់អាចធ្វើឲ្យអគារនឹងឈរបានទេយើងត្រូវការផ្នែក design 2ផ្នែកទៀតដ៏សំខាន់ដែលទី1គឺវាពាក់ព័ន្ធជាមួយនឹងខាងផ្នែក MEP ទី2គឺវាពាក់ព័ន្ធជាមួយនឹងផ្នែកខាង structure ខាងវិស្វករ design ផ្នែក structure ទទួលខុសត្រូវទៅលើការ design ទៅលើភាពរឹងមាំនៃអគារហើយទី2គឺផ្នែក MEP ដើម្បីដាក់បញ្ចូល service MEP ទាំង3នឹងចូលទៅក្នុងអគារដើម្បីឲ្យអគារនឹងអាចប្រើប្រាស់បានអញ្ចឹងអាហ្នឹងគឺជាការ design អញ្ចឹងនៅក្នុងការកកើតដំណាក់កាលដំបូងនៃគម្រោងគឺកកើតរបៀបចឹងអញ្ចឹងមានន័យថានៅក្នុងដំណាក់កាលទី1នៃការបង្កើត concept និងការ design គឺម្ចាស់គម្រោងគឺគាត់នឹងធ្វើម៉េចឲ្យគាត់មានជា concept នៃរូបរាងអគារធ្វើម៉េចឲ្យគម្រោងហ្នឹងគឺវាចាប់ផ្ដើមមានជាប្លង់គ្រឿងបង្គុំដើម្បីធានាភាពរឹងមាំសុវត្ថិភាពនៃភាពរឹងមាំរបស់អគារហើយក៏ដូចជាត្រូវមានប្រព័ន្ធ MEP ចូលទៅក្នុងហ្នឹងអញ្ចឹងដំណាក់កាលទី1គឺគាត់បង្កើតធ្វើម៉េចឲ្យមានប្លង់ទាំងប្លង់ស្ថាបត្យកម្មធ្វើម៉េចឲ្យមានប្លង់ structure ធ្វើម៉េចឲ្យមានប្លង់ផ្នែក MEP បន្ទាប់ពីដំណាក់កាលទី2បានឆ្លងកាត់ហើយគាត់ចាប់ផ្ដើមរកអ្នកដែលអាចធ្វើគម្រោងនឹងបានមានតែប្លង់អត់ក្រុមហ៊ុនសាងសង់វាអត់អាចកើតឡើងបានទេអញ្ចឹងគាត់ក៏មិនអាចចេះតែឲ្យគម្រោងរបស់គាត់ទៅអ្នកនេះអ្នកនោះទៅតាមចិត្តរបស់គាត់ដែរធម្មតាម្ចាស់គម្រោងគឺគាត់តែងតែចង់បានក្រុមហ៊ុនសំណង់ណាមួយដែលមានសមត្ថភាពដែលគាត់មានការទទួលខុសត្រូវមានការគ្រប់គ្រងច្បាស់លាស់ហើយត្រូវតែមានតម្លៃសមរម្យគឺជាបំណងប្រាថ្នារបស់ម្ចាស់គម្រោងអញ្ចឹងហើយទើបម្ចាស់គម្រោងគាត់តែងតែបង្កើតព្រឹត្តិការណ៍មួយដែលយើងប្រើពាក្យថាការដេញថ្លៃអញ្ចឹងការដេញថ្លៃវាស្ថិតនៅក្នុងដំណាក់កាលទី2បន្ទាប់ពីម្ចាស់គម្រោងគាត់មាន concept គាត់មានការ design រួចរាល់ហើយអញ្ចឹងការដេញថ្លៃនេះក្នុងគោលដៅមួយគឺគាត់ចង់ជ្រើសរើសក្រុមហ៊ុនដែលទទួលការសាងសង់ម្នាក់ណាមកក្រុមហ៊ុនដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការសាងសង់ឲ្យគាត់ទាំងទំនួលខុសត្រូវទាំងគុណភាពទាំងសុវត្ថិភាពហើយតម្លៃសមរម្យទៀតគាត់មិនចង់បានតម្លៃថោកពេកទេធម្មតាអ្នកណាក៏ចង់បានតម្លៃថោកដែរក៏ប៉ុន្តែបើសិនជាតម្លៃថោកពេកអត់មានការគ្រប់គ្រងត្រឹមត្រូវអត់មានទំនួលខុសត្រូវអត់មានគុណភាពអត់មានសុវត្ថិភាពគាត់ក៏មិនអាចឲ្យគម្រោងមួយហ្នឹងទៅក្រុមហ៊ុនមួយហ្នឹងបានដែរអញ្ចឹងបានគាត់ត្រូវការបង្កើតព្រឹត្តិការណ៍ការដេញថ្លៃដើម្បីគាត់ធ្វើការវាយតម្លៃបើសិនជាយើងនិយាយក្នុងដំណាក់កាលនៃការដេញថ្លៃផ្នែកក្រុមហ៊ុនដែលចូលរួមការដេញថ្លៃដូចជាបងអូនថ្ងៃក្រោយបងអូនខ្លះគាត់ទៅបង្កើតក្រុមហ៊ុនសាងសង់ជាក្រុមម៉ាកាតូចមធ្យមឬក៏ប្រភេទក្រុមហ៊ុនធំក៏ដោយក្នុងផ្នែកក្រុមហ៊ុនដែលចូលរួមការដេញថ្លៃយើងត្រូវធ្វើម៉េចដើម្បីឲ្យក្រុមហ៊ុនយើងជាក្រុមហ៊ុនមួយដែលតាក់ទាញគម្រោងបានធ្វើម៉េចដើម្បីឲ្យម្ចាស់គម្រោងគេមានទំនុកចិត្តផ្ដល់គម្រោងឲ្យយើងធ្វើទើបយើងត្រូវការរៀបចំឯកសារឲ្យបានច្បាស់លាស់ឯកសារឲ្យបានលម្អិតទាំងតម្លៃឲ្យបានសមរម្យនៅក្នុងហ្នឹងអញ្ចឹងនៅក្នុងដំណាក់កាលនៃការដេញថ្លៃក្រុមហ៊ុនដែលធ្វើការចូលរួមដេញថ្លៃគាត់ត្រូវការគិតគូរឲ្យបានលម្អិតគាត់មិនអាចធ្វើលេងគាត់មិនអាចគ្រាន់តែធ្វើសង្ខេបគាត់មិនអាចសូម្បីតែគ្មានព័ត៌មានច្បាស់លាស់អំពីគម្រោងគ្មានពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើឯកសារដេញថ្លៃគាត់មិនអាចជោគជ័យទៅលើការដេញថ្លៃទេទោះបីជាគាត់បានគម្រោងយកមកធ្វើក៏ដោយបើសិនជាគាត់ធ្វើបលាបច្ឆាគាត់ធ្វើខ្លីៗគាត់ធ្វើសង្ខេបគាត់ធ្វើអត់ច្បាស់លាស់គាត់នឹងមានគ្រោះថ្នាក់នៅក្នុងដំណាក់កាលបន្ទាប់ទៀតគឺដំណាក់កាលសាងសង់គម្រោងបានមកហើយសាងសង់មិនចំណេញសាងសង់ខាតជាហានិភ័យមួយសម្រាប់ក្រុមហ៊ុនដែលទទួលការសាងសង់អ្នកណាដែលថ្ងៃក្រោយទៅបើកក្រុមហ៊ុនសាងសង់ត្រូវគិតពីចំណុចហ្នឹងឲ្យច្បាស់មិនមែនគ្រាន់តែចង់បានគម្រោងមកហើយមកបង្អួតគេទេយើងត្រូវបានគម្រោងហ្នឹងមកហើយយើងត្រូវតែធ្វើម៉េចបញ្ចប់គម្រោងហ្នឹងឲ្យសល់លុយអាហ្នឹងគឺជាគោលដៅរបស់អ្នកធ្វើអាជីវកម្មផ្នែក business អញ្ចឹងពួកយើងអញ្ចឹងអ្នកខ្លះចំណុចមួយនេះខ្ញុំចង់និយាយផ្ដាំផ្ញើទៅអ្នកខ្លះដែលគាត់អត់បានគិតអំពីបញ្ហាហ្នឹងទេគាត់តែងតែចង់បានគម្រោងពេលខ្លះសូម្បីតែគាត់អត់មានព័ត៌មានច្បាស់លាស់ពីគម្រោងគាត់អាចដាក់តម្លៃទៅបានការដាក់តម្លៃទៅតាមគេថាតម្លៃតាមមាត់តម្លៃតាមសួរគ្នាតម្លៃតាមស្តង់ដារមាត់ណាវាមិនមែនជារឿងមួយដែលត្រឹមត្រូវទេសម្រាប់ការដេញថ្លៃគម្រោងគេទាមទារពេលវេលាកម្រិតមួយច្បាស់លាស់
វាអាចស៊ីពេលយូរបន្តិចក៏ប៉ុន្តែអ្វីដែលយើងធ្វើវាមានភាពសុក្រិតអាហ្នឹងជាអ្វីដែលយើងត្រូវទាមទារអ្នកខ្លះសំបីតែប្លង់អត់មានគ្រប់គ្រាន់សំបីតែព័ត៌មានពីគម្រោងអត់មានគ្រប់គ្រាន់ហើយអាចដាក់តម្លៃបានលើโลกនេះអត់មានអ្នកណាដែលបកកែដល់ថ្នាក់ហ្នឹងទេសំបីតែខ្ញុំក៏ដោយខ្ញុំអត់អាចគ្រាន់តែគេប្រាប់ខ្ញុំព័ត៌មាន2-3ចំណុចពីគម្រោងហើយខ្ញុំអាចដាក់តម្លៃគម្រោងនឹងបានទេខ្ញុំត្រូវការស្វែងយល់អំពីព័ត៌មានឲ្យបានច្រើនទាំងប្លង់ design ប្លង់ស្ថាបត្យកម្មទាំងប្លង់ structure ទាំងប្លង់ MVP ណាយើងត្រូវការកំបាញ់ចូលគ្នាយើងត្រូវការដឹងអំពី requirement របស់ម្ចាស់គម្រោងយើងត្រូវការដឹងលក្ខខណ្ឌនៃការដ្ឋានទីតាំងដែលយើងត្រូវការសាងសង់យើងត្រូវការសិក្សាច្រើនចំណុចមែនតើចឹងបានយើងត្រូវការស៊ីពេលក្នុងអំឡុងពេលនៃការដេញថ្លៃដើម្បីយើងអាចរៀបចំឯកសារមួយដែលមានភាពសុក្រិតត្រឹមត្រូវយើងសុវត្ថិភាពទាំងការដេញថ្លៃគម្រោងហើយយើងសុវត្ថិភាពទាំងអនុវត្តគម្រោងអញ្ចឹងហើយបានខ្ញុំលើកឡើងខ្ញុំបានបើកវគ្គបំពេញការដេញថ្លៃគម្រោងនេះដើម្បីឲ្យបងប្អូនមួយចំនួនដែលថ្ងៃក្រោយចេញទៅមកការសាងសង់ឬក៏បងខ្លះយើងមិនចេញទៅមកការសាងសង់យើងទៅធ្វើការជាបុគ្គលិកឲ្យគេក៏ដោយពេលដែលយើងកាន់តួនាទីធ្វើជាដេញថ្លៃគម្រោងធ្វើជា QS manager ឬក៏បងជា project manager ប្រធានគ្រប់គ្រងគម្រោងបងត្រូវដឹងឲ្យច្បាស់ពីរបៀបនៃការដេញថ្លៃពីរបៀបនៃការរៀបចំឯកសារទាំងអស់ហ្នឹងថាតើយើងត្រូវរៀបចំឯកសាររបៀបម៉េចពេលវេលារបៀបម៉េចក៏ដូចជាព័ត៌មានអីខ្លះដែលយើងអាចថ្ងៃក្រោយអាចរៀបចំឯកសារហ្នឹងឲ្យមានសុវត្ថិភាពទាំងពេលដែលយើងដេញថ្លៃទាំងពេលដែលយើងសាងសង់អញ្ចឹងដំណាក់កាលទី2នេះគឺសំខាន់មែនតើវាទាមទារពេលវេលាហើយបើសុខខ្ញុំថាតើដំណាក់កាលនៃការដេញថ្លៃយើងត្រូវការទាមទារពេលវេលាប្រហែលយើងអត់មានចម្លើយទេព្រោះដោយសារវាពាក់ព័ន្ធជាមួយនឹងប្រភេទនៃគម្រោងវាពាក់ព័ន្ធជាមួយនឹងទំហំនៃគម្រោងកាន់តែធំពេលវេលាដែលយើងត្រូវការដើម្បីរៀបចំឯកសារលម្អិតនៃការដេញថ្លៃវាកាន់តែទាមទារច្រើនបើគម្រោងតូចយើងអាចកាត់បន្ថយពេលវេលាបានអញ្ចឹងអត់មានរូបមន្តណាមកកណនាថាអំឡុងពេលនៃការដេញថ្លៃត្រូវទាមទាររយៈពេល1អាទិត្យ2អាទិត្យ3អាទិត្យ1ខែ2ខែអត់មានរូបមន្តទេនៅក្នុងក្បួនច្បាប់នៃ Project Management គេបង្រៀនមនុស្សឲ្យចេះគិតគេអត់មានបង្រៀនមនុស្សឲ្យគ្រាន់តែដឹងរូបមន្តបញ្ចូលលេខចេញចម្លើយទេនៅក្នុងផ្នែក management គេអត់បាននិយាយផ្នែកចឹងទេគេបង្រៀនមនុស្សឲ្យមាន concept នៃការគិតឲ្យមានគំនិតច្នៃប្រឌិតឲ្យអាចបត់បែនទៅតាមកលៈទេសៈថ្ងៃក្រោយទៅធ្វើជាអ្នកដឹកនាំគឺយើងមិនអាចគ្រាន់តែជំនួសលេខចូលទៅក្នុងរូបមន្តដើម្បីបានចម្លើយទេអាហ្នឹងគេមានហៅថា leader ទេគេមានហៅថាអ្នកដឹកនាំទេអ្នកដឹកនាំត្រូវចេះមានគំនិតច្នៃប្រឌិតបន្ថែមត្រូវចេះគេហៅថាផ្ដល់ guideline ផ្លែកផ្សេងដែលជាការលម្អិតណាទៅឲ្យអ្នកថ្នាក់ក្រោមហើយចេះបត់បែនទៅតាមកលៈទេសៈអាហ្នឹងបើគេហៅថា leader បានអូខេអញ្ចឹងសង្ឃឹមថាទាំងអស់គ្នាយល់អំពីដំណាក់កាលទី1ដំណាក់កាលទី2យើងចូលដល់ដំណាក់កាលទី3ដំណាក់កាលទី3ជាដំណាក់កាលមួយដែលខ្ញុំបានបង្ហាញប្រាប់បងថាការរៀបចំផែនការជាទូទៅនៅក្នុងការដេញថ្លៃដំណាក់កាលនៃការដេញថ្លៃតាមពិតទៅបើសិនជាយើងមានពេលវេលាគ្រប់គ្រាន់ដំណាក់កាលហ្នឹងគឺជាដំណាក់កាលមួយដែលវាលម្អិតផែនការរួចរាល់ទៅហើយតាំងពី schedule តាំងពីពាក់ព័ន្ធជាមួយនឹងឯកសារ BQ ក៏ប៉ុន្តែនៅពេលដែលយើងទទួលបានគម្រោងយកមកធ្វើហើយទាំងអស់គ្នាដំណាក់កាលទី2មានន័យថាចប់ដំណាក់កាលទី2គឺម្ចាស់គម្រោងគាត់អាច select យកក្រុមហ៊ុនសាងសង់ណាមួយដែលអាចសាងសង់គម្រោងគាត់បានដែរអញ្ចឹងដំណាក់កាលទី2គឺគាត់បាន select យកក្រុមហ៊ុនមួយហើយក្រុមហ៊ុនតែមួយគាត់ដែលអាចឈ្នះការដេញថ្លៃដែលយើងប្រើពាក្យថា main contractor ណាអញ្ចឹង main contractor គឺជាក្រុមហ៊ុនដែលគាត់ឈ្នះការដេញថ្លៃហើយមានតែមួយគាត់មិនអាចឈ្នះការដេញថ្លៃមានពីរក្រុមហ៊ុនទេគេអត់ដែលធ្វើអញ្ចឹងទេណាបើសិនជាបងថ្ងៃក្រោយឃើញគម្រោងមួយហ្នឹងស្រាប់តែមានក្រុមហ៊ុនដេញថ្លៃពីរអ្នកឈ្នះអាហ្នឹងមានន័យថាការដេញថ្លៃហ្នឹងប្រហែលជាវល់ហើយគេអត់ដែលឲ្យរបៀបអញ្ចឹងទេអញ្ចឹងនៅពេលដែលយើងចាប់ដល់ដំណាក់កាលទី2ក្រុមហ៊ុនដែលគាត់បានគម្រោងយកមកសាងសង់គាត់មិនអាចចាប់ដើមភ្លាមបើកការដ្ឋានបានទេដោយសារតែគាត់ត្រូវការគិតគូរអំពីផែនការដទៃទៀតនៅក្នុង stage នៃការដេញថ្លៃគឺយើងមានការលម្អិតដូចជា BQ ដូចជា schedule ខ្លះរួចមកហើយក៏ប៉ុន្តែការធ្វើផែនការដទៃទៀតដូចជាពាក់ព័ន្ធជាមួយនឹងផែនការសម្ភារៈប្រើប្រាស់ផែនការកម្លាំងពលកម្មហើយក៏ដូចជាតាក់ទងជាមួយនឹង budget plan ណាតាក់ទងជាមួយនឹង cash flow plan គឺយើងអត់តាន់មានគ្រប់គ្រាន់អត់តាន់មានភាពលម្អិតទេអញ្ចឹងហើយមុនពេលដែលយើងបើកការដ្ឋានក្រុមហ៊ុនដែលល្អក្រុមហ៊ុនដែលស្តង់ដាគេតែងតែទុកពេលវេលាខ្លះក្នុងការរៀបចំផែនការបន្តបន្សំបន្ថែមទៀតដើម្បីឲ្យពេលដែលគេចាប់ផ្ដើមអនុវត្តគម្រោងគឺគេមានផែនការគ្រប់គ្រាន់គេមានផែនការលម្អិតការដើរដោយមានផែនការការដើរដោយមាន guideline ការដើរដោយមាន map ត្រឹមត្រូវវាធ្វើឲ្យដំណើរការនៃការងារវារលូនទៅមុខដូចជីវិតយើងអញ្ចឹងបើសិនជាជីវិតយើងរាល់ថ្ងៃយើងអត់ដឹងថាយើងមានផ
ផែនការរបៀបណាយើងអត់ដឹងថាយើងត្រូវធ្វើអីខ្លះយើងត្រូវដើរដោយរបៀបណាដើម្បីដល់គោលដៅទេវាប្រៀបបានដូចជាការគ្រប់គ្រងគម្រោងមួយអញ្ចឹងវាដូចគ្នាដូចជាគម្រោងមួយដែលអត់មានផែនការវានឹងធ្វើឲ្យគម្រោងយើងរញ៉េរញ៉ៃធ្វើឲ្យគម្រោងយើងអត់មានសណ្ដាប់ធ្នាប់ជីវិតមនុស្សក៏ដូចគ្នាដែរការរៀនអំពីផ្នែកគ្រប់គ្រងវាមិនមែនត្រឹមតែឲ្យទាំងអស់គ្នាចេះទៅគ្រប់គ្រងបច្ចេកមួយទេក៏ប៉ុន្តែវានឹងអាចធ្វើឲ្យយើងចេះគ្រប់គ្រងខ្លួនឯងវាផ្ដើមចេញពីខ្លួនឯងទៅធ្វើជាមនុស្សដែលចេះគ្រប់គ្រងខ្លួនឯងចេះគ្រប់គ្រងជីវិតខ្លួនឯងមានផែនការជីវិតខ្លួនឯងចឹងហើយក្រោយយើងចង់ទៅគ្រប់គ្រងគម្រោងសាងសង់មួយគឺយើងអាចស៊ីផុយបានការធ្វើផែនការជាដំណាក់កាលទី3នៅក្នុងខ្សែជីវិតនៃគម្រោងបន្ទាប់ពីការដេញថ្លៃគម្រោងយើងចូលដល់ដំណាក់កាលទី4មុនពេលដែលយើងបើកការដ្ឋានគេមានដំណាក់កាលតូចមួយទៀតគឺដំណាក់កាលនៃការត្រៀមតើយើងត្រូវត្រៀមអីគេខ្លះយើងត្រូវត្រៀមអ្វីដែលយើងគិតថាសំខាន់ដើម្បីប្រយុទ្ធក្នុងការដ្ឋានយើងត្រៀមឧបករណ៍ប្រើប្រាស់យើងត្រៀមគ្រឿងចក្រយើងត្រៀមសម្ភារៈប្រើប្រាស់យើងត្រៀមកម្លាំងពលកម្មសំខាន់ដើម្បីយើងអាច start work បានដំណាក់កាលទី4នេះជាដំណាក់កាលដែលសំខាន់ដែលយើងត្រូវតែ ready យើងត្រូវតែត្រៀមឲ្យរួចរាល់ហើយបានយើងអាចចាប់ផ្ដើមបើកការដ្ឋានបានសម្រាប់ការបញ្យល់របស់ខ្ញុំនៅក្នុងដំណាក់កាលទាំង4នេះបងប្អូននឹងឃើញរូបរាងរបៀបដែលខ្ញុំនិយាយនេះនៅក្នុងក្រុមហ៊ុន Standard សម្រាប់ក្រុមហ៊ុនដែលអត់ Standard ប្រហែលជាបងប្អូនមិនអាចឃើញរូបរាងបែបហ្នឹងទេណាប្រហែលជាពេលខ្លះគេលេងផ្លូវកាត់គេអត់ដែលមានដំណាក់កាលទី1ទី2ទី3ទី4អញ្ចឹងទេអញ្ចឹងថ្ងៃក្រោយបងប្អូនចង់ដឹងថាក្រុមហ៊ុនមួយហ្នឹង Standard មិន Standard ធ្វើការរបៀបត្រឹមត្រូវឬក៏របៀបមិនត្រឹមត្រូវយើងត្រូវសិក្សាអំពីបែបបទនៃការធ្វើការត្រឹមត្រូវឲ្យបានច្រើនពេលហ្នឹងហើយដែលយើងអាចមានសមត្ថភាពក្នុងការវាយតម្លៃទៅក្រុមហ៊ុនសាងសង់មួយថាក្រុមហ៊ុនហ្នឹងល្អឬក៏មិនល្អ Standard មិន Standard យើងគួរតែនៅទីតាំងកន្លែងហ្នឹងឬក៏យើងគួរចាក់ចេញបន្តមកទៀតបើសិនជាយើងឆ្លងផុតដំណាក់កាលទី4ហើយយើងអាចចាប់ផ្ដើមបើកការដ្ឋានបានដែរបងអូននឹងអាចបើកការដ្ឋានដោយរលូនទៅមុខជាធម្មតាការងារវាមិនអាច perfect 100%ទេវាតែងតែមានបញ្ហាប៉ុន្តែនៅពេលដែលយើងមានដំណាក់កាលទី1បានត្រឹមត្រូវទី2ទី3ទី4បានច្បាស់លាស់វាធ្វើឲ្យដំណើរការនៃការសាងសង់របស់យើងវាកាត់បន្ថយបញ្ហាពីបញ្ហា100បញ្ហាមកសល់ត្រឹម5បញ្ហាឬក៏10បញ្ហាទេតែបើយើងនិយាយថាពេលដែលយើងរៀបចំតាមលំដាប់លំដោយអញ្ចឹងហើយមានបញ្ហាទៀតអត់វាត្រូវតែមានក៏ប៉ុន្តែវាកាត់បន្ថយច្រើនមែនទែនណាបងប្អូនអត់បានរៀបចំអញ្ចឹងទេបងប្អូននឹងមានបញ្ហាច្រើនតែបងប្អូនបានរៀបចំបញ្ហានឹងកាត់បន្ថយនៅសល់តិចតួចយើងមានកម្លាំងយើងមានថាមពលក្នុងការដោះស្រាយទៅតាមភាពជាក់ស្ដែងនៅពេលដែលយើងសាងសង់យើងចូលមកដល់ដំណាក់កាលបើកការដ្ឋានតើមានហេតុការណ៍អីកើតឡើងនៅចន្លោះបើកការដ្ឋាននិងចន្លោះបិទបញ្ចប់គម្រោងសម្រាប់ចន្លោះមួយនេះជាចន្លោះមួយដែលគ្រប់គ្នាកំពុងតែស្ថិតនៅអ្នកដែលកំពុងតែធ្វើជាវិស្វករការដ្ឋាន QA/QC នៅក្នុងការដ្ឋានឬក៏ position ដតេទៀតបងអូនកំពុងតែស្ថិតនៅក្នុងចន្លោះមួយហ្នឹងក្នុងចន្លោះមួយហ្នឹងបងអូនត្រូវរៀនសង្កេតថាតើនៅក្នុងចន្លោះមួយហ្នឹងក្រុមហ៊ុនដែលបងអូនកំពុងតែនៅហ្នឹងគេធ្វើការត្រឹមត្រូវអត់យើងមកសិក្សាទាំងអស់គ្នានៅក្នុងចន្លោះហ្នឹងពីបើកការដ្ឋានលុត្របិទបញ្ចប់ការដ្ឋានតើយើងធ្វើអីគេខ្លះទៀតជាទូទៅគេមានដំណាក់កាលមួយទៀតដែលជាដំណាក់កាលទី5ដែលយើងប្រើពាក្យថាដំណាក់កាលនៃការអនុវត្តការងារនិយាយសួរស្ដាប់គេថាប្រយុទ្ធនៅក្នុងការដ្ឋាននៅក្នុងដំណាក់កាលនៃការអនុវត្តការងារគឺជាដំណាក់កាលមួយដែលមានភាពគ្រោះថ្នាក់ច្រើនក៏ប៉ុន្តែបើសិនជាប្អូនធ្វើដំណាក់កាលទី1ទី2ទី3ទី4បានល្អដំណាក់កាលទី5មិនសូវជាមានបញ្ហាទេមានន័យថាយើងប្រយុទ្ធទៅក្នុងការដ្ឋានយើងមានផែនការទុកមុនយើងមានយុទ្ធសាស្ត្រទុកមុនយើងមាន strategy ទុកមុនពេលដែលយើងអនុវត្តការងារយើងដើរតាមផែនការពេលហ្នឹងហើយដែលធ្វើឲ្យការអនុវត្តការងាររបស់យើងមានប្រសិទ្ធភាពទទួលបានលទ្ធផលក៏ប៉ុន្តែបើសិនជាក្នុងដំណាក់កាលទី1ទី2ទី3ទី4បងអូនធ្វើមិនបានល្អដំណាក់កាលទី5នឹងធ្វើឲ្យបងអូនរញ៉េរញ៉ៃធ្វើឲ្យបងអូនឡើងវល់ពេញការដ្ឋានបងអូនណាដែលកំពុងតែធ្វើការបងអូនអាចសង្កេតឃើញបានដោយសារហេតុអីបានជាការដ្ឋានយើងវល់មួយថ្ងៃវល់រហូតពេលខ្លះមេដើរទៅជេរណាពេលខ្លះធ្វើការប្រឹងខ្លាំងដែរធ្វើការអត់ដែលដេកទេប៉ុន្តែហេតុអីបានអត់សូវបានលទ្ធផលដោយសារបងដោយសារតែដំណាក់កាលមុនបើកការដ្ឋានអា1អា2អា3អា4ហ្នឹងអត់សូវគិតគូរទេព្រោះអ្នកខ្លះអត់សូវធ្វើរឿងហ្នឹងឯងពេលហ្នឹងឯងដែលធ្វើឲ្យបងចូលទៅក្នុងសំណុំនៃធីមរបៀបចឹងវាធ្វើឲ្យបងរញ៉េរញ៉ៃដូចគ្នាអញ្ចឹងដំណាក់កាលទី5គម្រោងយឺតគម្រោងខាតគម្រោងអត់មានសុវត្ថិភាពវាស្ថិតនៅក្នុងដំណាក់កាលទី5ហ្នឹងតែដើម្បីឲ្យដំណាក់កាលទី5មានសុវត្ថិភាពមានប្រសិទ្ធភាពធ្វើម៉េចដំណាក់កាលទី1ទី2ទី3ទី4ត្រូវធ្វើឲ្យ the best បំផុតតើបន្ទាប់ពីដំណាក់កាលទី5តើយើងត្រូវធ្វើអីគេទៀតយើងមានដំណាក់កាល
ទី6ក៏ប៉ុន្តែខ្ញុំសូមនិយាយតិចថានៅក្នុងភាសាអង់គ្លេសដំណាក់កាលទី5គេប្រើពាក្យមួយថា practical completion ពេលដែលយើងបញ្ចប់ការងារអនុវត្តការងារហើយចុងបញ្ចប់នៃដំណាក់កាលទី5គេប្រើពាក្យថា practical completion វាគ្រាន់តែជាពាក្យមួយដែលខ្ញុំដាក់ឲ្យបងអូនខែលងថ្ងៃក្រោយបងអូនទៅធ្វើការនៅក្រុមហ៊ុនបែប international គេប្រើពាក្យថា practical completion បងអូនអាចដឹងថាហ្នឹងស្អីគេ practical completion គឺសំដៅទៅលើដំណាក់កាលដែលយើងបញ្ចប់ការអនុវត្តការងារមានថាយើងបញ្ចប់ដំណាក់កាលទី5គេប្រើពាក្យថា practical completion បន្ទាប់ពីយើងចប់ដំណាក់កាល practical completion ចំណុចទី5ហើយយើងចាប់ផ្ដើមចូលដល់ដំណាក់កាលទី6ដែលជាដំណាក់កាលការកែលម្អភាសាអង់គ្លេសយើងប្រើពាក្យមួយគេអាចប្រើពាក្យថា defects តើគ្នាស្អីទៅជាដំណាក់កាលទី6ដែលខ្ញុំប្រើពាក្យថាការកែលម្អជាទូទៅការអនុវត្តការងារយើងមិនមែនជាទេវតាមិនមែនជាព្រះទេការងារតែងតែមានកំហុសឆ្គងតិចតួចទៅលើផ្នែកគុណភាពអញ្ចឹងមុនពេលដែលយើងអាចបកគោលគម្រោងឲ្យម្ចាស់គម្រោងបានយើងត្រូវតែកែនៅចំណុចខ្វះខាតដែលយើងធ្វើអត់តាន់ហើយឬក៏យើងធ្វើឲ្យតែមានបញ្ហានៅតិចតួចជាទូទៅនៅក្នុងដំណាក់កាលនៃការកែលម្អនេះបើសិនជាយើងអត់ចង់ឲ្យមានដំណាក់កាលកែលម្អនេះច្រើនស៊ីពេលច្រើនទេបងអូនត្រូវធ្វើម៉េចដំណាក់កាលទី5ត្រូវធ្វើឲ្យល្អបំផុតបើសិនជាក្នុងដំណាក់កាលទី5បងអូនអត់សូវជាមានសមត្ថភាពក្នុងការគ្រប់គ្រងទៅលើពិសេសគុណភាពការងារទេវានឹងធ្វើឲ្យដំណាក់កាលទី6ច្បុកច្បល់ច្រើនកាលណាការងារអត់សូវមានគុណភាពការកែលម្អនឹងមានច្រើនវាធ្វើឲ្យដំណាក់កាលទី6ស៊ីពេលច្រើនអាហ្នឹងក៏វាជាមូលហេតុមួយដែលធ្វើឲ្យគម្រោងយើងបរាជ័យធ្វើឲ្យគម្រោងយើងយឺតអត់ទាន់ deadline នៃកិច្ចសន្យារវាងក្រុមហ៊ុនទទួលការសាងសង់និងម្ចាស់គម្រោងបន្ទាប់ពីដំណាក់កាលទី6ហើយគឺយើងដល់ដំណាក់កាលទី7ដែលជាដំណាក់កាលមួយដែលយើងបូកសរុបនៅអ្វីដែលយើងបានធ្វើតាំងពីយើងបើកការដ្ឋានរហូតទៅដល់ការងារកែលម្អយើងនឹងអាចបិទការដ្ឋានបានដែរការបិទបញ្ចប់គម្រោងមិនមែនគ្រាន់តែភ្លាមឡើងបិទទេម្ចាស់គម្រោងគឺគាត់ត្រូវការ screen ច្រើនចំណុចមែនតើហើយគាត់ក៏ត្រូវការឲ្យក្រុមហ៊ុនដែលទទួលការសាងសង់ត្រូវការបូកសរុបក៏ដូចជាប្រមូលរាល់ឯកសារសំខាន់ៗដែលពាក់ព័ន្ធជាមួយគម្រោងឲ្យគាត់ទាំងអស់លុះត្រាតែគាត់ពេញចិត្តអ្វីដែលបងអូនធ្វើទៅតាម requirement របស់គាត់តម្រូវការរបស់គាត់បងអូននឹងអាចបិទបញ្ចប់គម្រោងដោយជោគជ័យសង្ឃឹមថានៅក្នុងយ៉ាក្រាមទាំងអស់នេះដំណាក់កាលទី1ដល់ដំណាក់កាលទី7បងអូនស្ដាប់ខ្ញុំហើយបងអូននឹងដឹងអំពីដំណាក់កាលខ្សែជីវិតនៃគម្រោងយើងមិនមែនគ្រាន់តែដឹងថាការដ្ឋានបើការដ្ឋាននេះបិទបញ្ចប់ទេយើងត្រូវដឹងទៀតដំណាក់កាលទី1គេធ្វើអីដំណាក់កាលទី2ដំណាក់កាលទី3ទី4 5 6 7បងប្អូនមួយចំនួនដែលបានរៀនផ្នែកបច្ចេកវិទ្យាmanagementជាមួយខ្ញុំអត់អីទេដំណាក់កាលទាំងអស់នេះខ្ញុំបានលម្អិតឲ្យបងប្អូនហើយក៏ប៉ុន្តែការដេញថ្លៃគម្រោងវាទាមទារឲ្យលម្អិតនៅក្នុងនឹងទៀតហើយវាជាផ្នែកមួយដ៏សំខាន់អញ្ចឹងមកខ្ញុំត្រូវការដាក់វានៅក្នុងវគ្គប្រព័ន្ធថ្មីមួយទៀតដើម្បីឲ្យបងប្អូនខ្លះគាត់ចង់ដឹងអំពីធ្វើម៉េចដើម្បីអាចបានគម្រោងយកមកធ្វើថ្ងៃក្រោយធ្វើម៉េចដើម្បីបងប្អូនអាចណាចេញមកការបានថ្ងៃក្រោយយើងត្រូវការរៀបចំឯកសារដេញថ្លៃយើងត្រូវការដឹងអំពី strategy ក៏ដូចជាឯកសារសំខាន់ស្អីខ្លះក្រៅពីឯកសារ BQ ដែលយើងត្រូវការដាក់ចូលទៅក្នុងការដេញថ្លៃរបស់យើងណាអូខេតកតងជាមួយនឹងការដេញថ្លៃនេះខ្ញុំនឹងលម្អិតឲ្យទាំងអស់គ្នានៅក្នុង orientation call របស់ខ្ញុំណាអញ្ចឹងបងប្អូននឹងស្ដាប់ទាំងអស់គ្នាថាតើការដេញថ្លៃហ្នឹងយើងផ្ដោតទៅលើចំណុចអីគេខ្លះដូចខ្ញុំបានបញ្ជាក់ប្រាប់បងប្អូនអញ្ចឹងថាសម្រាប់orientation course យើងអត់បានលម្អិតឲ្យដូចមេរៀនទេព្រោះយើងនិយាយពីការដេញថ្លៃយើងត្រូវការស៊ីពេលយ៉ាងតិចក៏3ទៅ4ខែដែរដើម្បីលម្អិតឲ្យបានច្បាស់អញ្ចឹងទៅណាអូខេអញ្ចឹងតើតើជាមួយនឹងការដេញថ្លៃបើយើងនិយាយទៅដូចខ្ញុំបាននិយាយច្រើនហើយថាឯកសារដែលសំខាន់គឺឯកសារ BOQ ក៏ប៉ុន្តែឯកសារ BOQ វាមិនមែន everything សម្រាប់ការដេញថ្លៃទេក៏ប៉ុន្តែគាត់ថាជាទូទៅម្ចាស់គម្រោងគាត់តែងតែចង់ដឹងថាតើគម្រោងរបស់គាត់ហ្នឹងអ្នកឯងត្រូវការលុយប្រមាណដើម្បីសាងសង់គាត់ដើម្បីសាងសង់ឲ្យហើយណាអញ្ចឹងហើយបានយើងត្រូវការរៀបចំឯកសារ BQ ដើម្បី estimate ទៅលើទឹកលុយនៃគម្រោងហើយដើម្បីបងឯងអាចដឹងទឹកលុយនៃគម្រោងវាទាមទារបងឯងដឹងថាគម្រោងហ្នឹងត្រូវមានការងារអីខ្លះដែលត្រូវធ្វើទើបបងអូនអាចកំណត់ទៅលើបរិមាណការងារបានហើយបងអូនអាចកំណត់ទៅលើតម្លៃឯកតាទើបបងអូនទទួលបាននូវទឹកលុយនៃគម្រោងហ្នឹងថាតើគម្រោងហ្នឹងត្រូវការទឹកលុយប្រមាណដើម្បីធ្វើការសាងសង់អញ្ចឹងហើយបានយើងត្រូវការរៀបចំទៅលើឯកសារ BQ ដែលជាជំនាញ QS ណាអូខេខ្ញុំដាក់ថា BQ មានថាគឺការប៉ាន់ប្រមាណនៅបរិមាណការងារនិងទឹកលុយសរុបនៃគម្រោងសាងសង់ដូចតែអ្វីដែលខ្ញុំបានបញ្យល់រួចមកហើយនៅក្នុងដំណាក់កាលទី2នៃការដេញថ្លៃគម្រោងបុគ្គលដែលសំខាន់ជាងគេគឺ QS អញ្ចឹង QS គឺគាត់ដើរតួនាទីសំខាន់មែនទែនក្នុងការដែលគាត់ត្រូវរៀបចំឯកសារ BOQ ដើម្បីដឹងថាទឹកលុយនៃគម្រោងនឹងត្រូវការប្រើប្រាស់អស់ប្រមាណក្នុងការចំណាយសាងសង់អញ្ចឹងនៅក្នុងផ្នែកមួយនេះបងប្អូនត្រូវសិក្សាឲ្យបានស៊ីជម្រៅទៅលើជំនាញ QS តើយ៉ាងណាមិនមែន
គ្រាន់តែយើងសិក្សាទៅលើ basic QS ទេតែខ្ញុំចង់ឲ្យទាំងអស់គ្នាដឹងអំពីតើធ្វើដោយផ្ដាច់ទៅយើងអាចខ្លាយទៅជា professional QS មួយបានដែលអាចធ្វើឯកសារ BQ មួយបានទៅលើប្រភេទគម្រោងបែបអាគារខ្ពស់គម្រោងបែប complicate គម្រោងបែប high rise building អញ្ចឹងយើងនឹងបង្ហាញនៅក្នុងវគ្គបំផុតរបស់យើងណាអូខេអញ្ចឹងអំឡុងពេលនៃការដេញថ្លៃបងប្អូនខ្ញុំអាចនិយាយបានថាការដេញថ្លៃគឺជាអំឡុងពេលមួយដែលយើងត្រូវគិតឲ្យបានលម្អិតខ្ញុំបាននិយាយរួចហើយណាដើម្បីទទួលបាននៅទឹកលុយគម្រោងសរុបត្រឹមត្រូវអ្នកខ្លះក្នុងអំឡុងពេលនៃការដេញថ្លៃខ្ញុំនិយាយបកទៅវិញមានន័យថាចង់បានគម្រោងពីគេមកធ្វើអត់បានអង្គុយលម្អិតទេណាដូចខ្ញុំនិយាយបញ្ជាក់មិញបងប្អូនហើយអញ្ចឹងថាពេលខ្លះសូម្បីតែប្លង់គម្រោងក៏អត់មានដែរពេលហ្នឹងហើយដែលការដាក់តម្លៃតាមមាត់ស្តង់ដារមាត់ស្តង់ដារតាមការ៉េសួរគេពេលហ្នឹងហើយដែលបងប្អូនបានទឹកលុយគម្រោងមួយដែលអត់មានភាពត្រឹមត្រូវហើយបងប្អូននឹងគ្រោះថ្នាក់ដល់ធំមួយទៀតពេលដែលបងប្អូនទទួលបានគម្រោងយកមកធ្វើបងប្អូននឹងមិនអាចធ្វើឲ្យគម្រោងយើងនឹងបញ្ចប់ហើយមានភាពចំណេញបានទេណាចា៎នេះជាអ្វីដែលខ្ញុំសង្កត់ទៅលើចំណុចមួយហ្នឹងការដេញថ្លៃគឺជាដំណាក់កាលមួយដែលចាំបាច់ទាំងអស់គ្នាដើម្បីឲ្យគេដើម្បីទី1គឺទទួលបានគម្រោងពីម្ចាស់គម្រោងយកមកសាងសង់ដូចខ្ញុំបញ្ជាក់មិញអញ្ចឹងថាជាទូទៅគឺម្ចាស់គម្រោងគឺគាត់តែងតែបង្កើតព្រឹត្តិការណ៍ការដេញថ្លៃដើម្បីគាត់អាច screen យកក្រុមហ៊ុនសាងសង់ណាមួយដែលល្អហើយតាក់ទងជាមួយនឹងយើងជាក្រុមហ៊ុនដែលចូលរួមការដេញថ្លៃគឺយើងធ្វើម៉េចដើម្បីទទួលបានគម្រោងយកមកសាងសង់ទី2គឺសាងសង់គម្រោងប្រកបដោយសុវត្ថិភាពផ្នែកហិរញ្ញវត្ថុបងត្រូវចាំថាបើសិនជាយើងអត់បានគិតគូរលម្អិតនៅក្នុងដំណាក់កាលនៃការដេញថ្លៃទេអូនមានគ្រោះថ្នាក់ច្រើនពិសេសគឺពាក់ព័ន្ធជាមួយនឹងផ្នែកលុយមិនបងប្អូនបើសិនជាការដេញថ្លៃរបស់បងប្អូនដាក់លុយតិចពេកបងប្អូននឹងខាតពេលដែលបងប្អូនបានគម្រោងយកទៅធ្វើបងប្អូនចាប់ផ្ដើមសាងសង់អូននឹងខាតបញ្ចប់គម្រោងអត់មានភាពចំណេញអាហ្នឹងគឺតាក់ទងមួយផ្នែកលុយឯងបើសិនជាបងប្អូនដាក់តម្លៃខ្ពស់ពេកតើបងប្អូនមានបញ្ហាគេបងប្អូននឹងអត់បានគម្រោងនឹងយកមកធ្វើព្រោះការចូលរួមដេញថ្លៃមិនមែនមានតែក្រុមហ៊ុនបងប្អូនម្នាក់ទេដែលចូលរួមការដេញថ្លៃវាមានក្រុមហ៊ុនចាប់ពី2ឡើងទៅពេលខ្លះមាន5ក្រុមហ៊ុនពេលខ្លះមាន7ក្រុមហ៊ុនដើម្បីដាក់ចូលរួមដេញថ្លៃបើសិនជាតម្លៃបងប្អូនខ្ពស់ជាងគេបងប្អូននឹងមានភាគរយតិចមែនទែនក្នុងការទទួលបានគម្រោងយកមកធ្វើព្រោះតម្លៃជាចំណុចអាទិភាពមុនគេដែលម្ចាស់គម្រោងគាត់ចាប់ផ្ដើមសម្លឹងមើលមុនពេលដែលគាត់វាយតម្លៃទៅលើផ្នែកផ្សេងទៀតនៃក្រុមហ៊ុនរបស់បងប្អូនដូចជាការគ្រប់គ្រងណាទាំងគុណភាពទាំងការគ្រប់គ្រងទៅលើសុវត្ថិភាពប្រព័ន្ធ management ផ្សេងតម្លៃគាត់ត្រូវការដាក់ទុកមើលមុនគេហើយណាបើសិនជាតម្លៃបងប្អូនល្អគាត់ចាប់ផ្ដើមធ្វើការ short list ហើយគាត់ចាប់ផ្ដើមធ្វើការ check ទៅលើលក្ខខណ្ឌដទៃទៀតឯកសារផ្សេងទៀតដែលបងប្អូនបាន submit ទៅឲ្យគាត់ចឹងទៅណាអូខេបន្តមកទៀតទាំងអស់គ្នាខ្ញុំមានសំណួរមួយសួរទៅបងប្អូនថាតើបុគ្គលណាខ្លះដែលត្រូវស្វែងយល់អំពីជំនាញនៃការដេញថ្លៃនិងផ្នែក QS ក៏ដូចជាការរៀបចំទៅលើឯកសារ BQ អានេះគឺជាសំណួរមួយដែលមានបងប្អូនមួយចំនួនគាត់សួរខ្ញុំដែរថាតើថ្ងៃក្រោយយើងទៅធ្វើការផ្នែកអីដែលយើងត្រូវការដឹងអំពីការដេញថ្លៃគម្រោងហើយក៏ដូចជាធ្វើម៉េចយើងទៅធ្វើអីដើម្បីយើងអាចដែលយើងពាក់ព័ន្ធជាមួយនឹង QS ការរៀបចំទៅលើឯកសារ BQ ទី1បងប្អូនគ្នាបើសិនជាបងប្អូនមានគោលដៅចង់ទៅបង្កើតក្រុមហ៊ុនមកការសាងសង់ក្រុមហ៊ុនសាងសង់ក្នុងកម្រិតតូចមធ្យមឬក៏ធំក៏ដោយបងប្អូនត្រូវចាំថាការដេញថ្លៃគម្រោងគឺត្រូវតែចេះបើសិនជាបងប្អូនអត់ចេះពីការដេញថ្លៃគម្រោងទេបងប្អូនកុំព្យាយាមចង់ចេញរកស៊ីថ្ងៃក្រោយកុំចង់ចេញមកការថ្ងៃក្រោយវាទាមទារឲ្យបងប្អូនដឹងអំពីរបៀបនៃការដេញថ្លៃពិសេសពាក់ព័ន្ធជាមួយនឹងជំនាញ QS ដែលបងប្អូនត្រូវចេះលម្អិតទៅលើ BOQ ដើម្បីបងប្អូនទទួលបាននៅទឹកលុយគម្រោងមួយដែលមានភាពសុក្រិតត្រឹមត្រូវដែលបងប្អូនសុវត្ថិភាពទាំងពេលដែលបងប្អូនដេញថ្លៃទាំងពេលដែលបងប្អូនអនុវត្តគម្រោងអញ្ចឹងអ្នកដែលត្រូវការដឹងអំពីជំនាញនៃការដេញថ្លៃបើសិនជាបងប្អូនមានគោលដៅចង់ទៅធ្វើជាក្រុមម៉ៅការថ្ងៃក្រោយទី2ណាគេទៀតតគ្នាដែលត្រូវដឹងអំពីជំនាញការដេញថ្លៃក៏ដូចជា QS គឺអ្នកទទួលខុសត្រូវលើផ្នែកការដេញថ្លៃគម្រោងនៅក្នុងក្រុមហ៊ុនសំណង់ធំខ្លះគេមានផ្នែក manager ដែលទទួលខុសត្រូវទៅលើការរៀបចំឯកសារទៅលើការដេញថ្លៃគម្រោងដែលគេប្រើពាក្យថា tendering manager ឬក៏ bidding manager ពាក្យពីរនេះគេប្រើបានដូចគ្នាពេលហ្នឹងហើយបងប្អូនត្រូវការដឹងអំពីជំនាញនៃការដេញថ្លៃពិសេសបងប្អូនត្រូវដឹងថាគេរៀបចំឯកសារ BQ មានភាពលម្អិតដោយរបៀបណាក្រុមហ៊ុន local ខ្មែរមួយចំនួនអូនអត់ដែលឃើញពី
ផ្នែក manager នៃការដេញថ្លៃទេភាគច្រើនគេច្រើនតែឲ្យផ្នែក QS ម្នាក់ QS manager ដើម្បីទទួលខុសត្រូវទៅលើរឿងហ្នឹងតែសម្រាប់ក្រុមហ៊ុនធំគេមានលុយធំគេអត់ឲ្យ QS ធ្វើរឿងហ្នឹងម្នាក់ឯងទេគឺគេជួល manager ម្នាក់ដែលធំជាង QS ដើម្បីគាត់រៀបចំឯកសារព្រោះដោយសារការដេញថ្លៃមិនមែនរៀបចំតែឯកសារ BQ ទេ BQ គឺទុកឲ្យ QS អ្នកធ្វើក៏ប៉ុន្តែអ្នកដែលគាត់រៀបចំឯកសារដទៃទៀតឲ្យប្រមូលឯកសារមួយពេញលេញបានដាក់ទៅ submit ឲ្យម្ចាស់គម្រោងដើម្បីធ្វើការដេញថ្លៃបានគឺត្រូវការ bidding manager ឬក៏ tendering manager ដើម្បីធ្វើរឿងហ្នឹងសម្រាប់អ្នកទី3ដែលគួរតែស្វែងយល់អំពីជំនាញនៃការដេញថ្លៃក៏ដូចជាផ្នែក BQ គឺប្រធានផ្នែក QS ហ្នឹងឯងបើសិនជាបងប្អូនណាដែលចង់ទៅធ្វើជា QS manager អូនអត់ដឹងថាដេញថ្លៃគេធ្វើម៉េច BQ ធ្វើម៉េចឲ្យមានលក្ខណៈត្រឹមត្រូវទទួលបានទឹកលុយគម្រោងមួយដែលមានភាពសុក្រិតទេអានឹងបងប្អូនមិនអាចទៅធ្វើជាប្រធានផ្នែក QS បានទេសម្រាប់អ្នកទី4ប្រធានគ្រប់គ្រងគម្រោងបងប្អូនប្រហែលជាធ្លាប់ឮពាក្យនឹងញឹកមែនតើដោយសារតែខ្ញុំធ្លាប់រំលឹកពាក្យនឹងញឹកមែនតើ Project Manager បើសិនជាមិនដឹងអំពីការដេញថ្លៃបងប្អូនមិនដឹងអំពីរបៀបនៃការរៀបចំឯកសារ BQ ដែលត្រឹមត្រូវហើយថែមទាំងបងប្អូនមិនដឹងអំពីការប្រើប្រាស់ឯកសារ BQ ទេបងប្អូនមិនអាចទៅធ្វើជា Project Manager បានទេក៏ប៉ុន្តែនៅក្នុងផ្នែកនៃការដេញថ្លៃនិងផ្នែក QS នេះមិនមែនជាផ្នែកដែលគ្រាន់តែចេះពីនឹងទៅធ្វើជា Project Manager បានទេគាត់ថាចង់ទៅធ្វើជា Project Manager អត់ផ្នែកពីនឹងគឺអត់បានទេលក្ខខណ្ឌដើម្បីធ្វើជា Project Manager បានវាមានចំណុចច្រើនទៀតដែលយើងត្រូវការមានសមត្ថភាពមានចំណេះដឹងមានបទពិសោធន៍ដែលបានច្រើននៅក្នុងហ្នឹងហើយយើងត្រូវការពីរចំណុចហ្នឹងដែលសំខាន់ដើម្បីបូកបញ្ចូលទៅក្នុងផ្នែកហ្នឹងដើម្បីបងប្អូនអាចក្លាយទៅជា Project Manager មួយដែលខ្លាំងប្រកែកបានអញ្ចឹងកុំភ្លេចណាបងប្អូនណាដែលចង់មានគោលដៅធំទៅធ្វើជា Project Manager បានប្រាក់ខែ 2000 3000អត់ចេះការដេញថ្លៃអត់ចេះផ្នែក QS BQ នឹងទេក៏យើងមិនអាចទៅធ្វើជា PM បានដែរសម្រាប់ផ្នែកអ្នកទី4ប្រធានគ្រប់គ្រងការដ្ឋានតាមពិតប្រធានគ្រប់គ្រងការដ្ឋានបងប្អូនច្រើនតែដឹងថាគាត់មានតួនាទីក្នុងការជំរុញក៏ដូចជាអាចថា pushing ណា pushing ហ្នឹងគឺជំរុញហ្នឹងឯងពាក្យខ្មែរពាក្យអង់គ្លេសដូចតែគ្នាទេធ្វើម៉េចឲ្យការដ្ឋានដើរទៅមុខទៅតាមផែនការទៅតាមពេលវេលាធ្វើម៉េចឲ្យការងារនៅក្នុងការដ្ឋានឲ្យមានគុណភាពទៅតាមស្តង់ដារជាមុខងាររបស់ construction manager ដែលប្រធានការដ្ឋានហ្នឹងឯងក៏ប៉ុន្តែក្នុងនោះប្រធានការដ្ឋានក៏ត្រូវតែដឹងអំពីការចំណាយការគ្រប់គ្រងទៅលើភាពចំណេញនៃការងារដែរអញ្ចឹងហើយបានយើងត្រូវការអត់អាចខ្វះខាតបានទេទៅលើផ្នែក QS BQ ហ្នឹងគឺប្រធានការដ្ឋានក៏ត្រូវតែដឹងដែរសម្រាប់ម្ចាស់គម្រោងតើគ្នាបើយើងនិយាយពីបុគ្គលបន្ថែមទៀតដែលគាត់ត្រូវតែស្វែងយល់អំពីការដេញថ្លៃគឺម្ចាស់គម្រោងក៏ប៉ុន្តែម្ចាស់គម្រោងបើសិនជាគាត់មិនបានរៀនផ្នែកសំណងទេគាត់មិនចាំបាច់ទៅដឹងអំពីរបៀបនៃការដេញថ្លៃទេក៏ប៉ុន្តែគាត់ត្រូវដឹងខ្លះៗដែរជាធម្មតាគឺគាត់មាន team ដើម្បីជួយ support របស់គាត់ដែលយើងឲ្យឈ្មោះថា team កុងសតង់បើសិនជាគាត់អត់មានជំនាញក្នុងការដេញថ្លៃគាត់អត់ដឹងថារៀបចំទៅម៉េចអត់ដឹងថា process របៀបម៉េចទេគាត់តែងតែរកក្រុមកុងសតង់មកក្រុមដើម្បីជួយជំនួសមុខឲ្យគាត់ធ្វើរឿងហ្នឹងប៉ុន្តែនៅក្នុង slide presentation នេះខ្ញុំអត់បានដាក់កុងស្តង់ឲ្យបងប្អូនទេណាហើយផ្នែកសាងសង់គឺគាត់ត្រូវតែដឹងអំពីជំនាញនៃការដេញថ្លៃក៏ដូចជាជំនាញ QS ផ្នែកសាងសង់មានណាគេខ្លះតើគ្នាបើសិនជាបងប្អូនមើល5ចំណុចខាងលើផ្នែកសាងសង់គឺក្រុមម៉ៅការហ្នឹងឯផ្នែកសាងសង់ណាអ្នកទទួលខុសត្រូវទៅលើផ្នែកដូចជា project manager ហ្នឹងអ្នកសាងសង់ប្រធានការដ្ឋានហ្នឹងឯផ្នែកសាងសង់ប្រធាន QS ហ្នឹងក៏ផ្នែកសាងសង់ដែរអាហ្នឹងគឺសុទ្ធតែត្រូវតែស្វែងយល់អំពីជំនាញនៃការដេញថ្លៃក៏ដូចជាត្រូវដឹងអំពីឯកសារ BQ ឲ្យស្ទាត់នៅក្នុងហ្នឹងអញ្ចឹងបើយើងសរុបសេចក្តីមកឯកសារ BQ គឺមានសារៈសំខាន់មែនទែនសម្រាប់គ្រប់គ្នាណាបើសិនជាយើងគ្រាន់តែធ្វើជាបុគ្គលិកនៅថ្នាក់ក្រោមតូចតាចទេដូចជាវិស្វករការដ្ឋានដូចជាអ្នកគូប្លង់ទេអាហ្នឹងយើងមិនចាំបាច់ដឹងដល់ការដេញថ្លៃយើងមិនចាំបាច់ដឹងដល់ជំនាញ QS ឬក៏ BQ ទេក៏ប៉ុន្តែខ្ញុំសួរបងប្អូនមួយថាមិនខ្ញុំនិយាយថាបើសិនជាបងប្អូនណាដែលធ្វើនៅក្នុងតំណែងទៀតដូចជាធ្វើវិស្វករការដ្ឋានឬក៏បងប្អូនធ្វើជាអ្នកគូប្លង់មិនចាំបាច់ដឹងអំពីរបៀបនៃការដេញថ្លៃមិនចាំបាច់ដឹងអំពី QS ខ្ញុំសួរសំណួរមួយទៅបងប្អូនថាតើយើងគួរតែនៅស្ថានភាពកម្រិតទាបបែបហ្នឹងអស់មកជីវិតរបស់យើងឬក៏មិនជាទូទៅដើម្បីឲ្យយើងមានជីវភាពយើងកាន់តែរីកលូតលាស់ទៅមុខធូរធារទៅមុខយើងមានលុយសល់យើងមានការដឹកនាំយើងមានគេថាមានភាពជាអ្នកដឹកនាំយើងមានភាពថ្លៃថ្នូរកាន់តែខ្ពស់ទៅយើងមិនអាចរក្សាកម្រិតនៃទូនាទីរបស់យើងធ្វើការនៅមួយកន្លែងទូនាទីទាបបានទេយើងត្រូវការអភិវឌ្ឍខ្លួនឯងឲ្យខ្លាំងដើម្បីចាប់យកទូនាទីធំអញ្ចឹងវាទាមទារឲ្យយើងត្រូវការចាប់ផ្ដើមពីឥឡូវទៅណាជាវិស្វករការដ្ឋានក៏ដោយអ្នកគូប្លង់ក៏ដោយត្រូវគិតអំពី plan ជីវិតរបស់យើងកន្លែងហ្នឹងដើម្បីយើងត្រូវការរំដោះខ្លួនចេញពីជីវិតនៅកម្រិតទាបទៅ
តួនាទីណាមួយនៅថ្ងៃអនាគត3ឆ្នាំខាងមុខ5ឆ្នាំខាងមុខយើងចង់ផ្លាស់ប្ដូរខ្លួនយើងរបៀបម៉េចអញ្ចឹងទោះបីជាយើងស្ថិតនៅក្នុងតួនាទីណាមួយក៏ដោយកម្រិតទាបយ៉ាងណាក៏ដោយត្រូវគិតអំពីគោលដៅរបស់យើងទៅថ្ងៃមុខថាយើងត្រូវតែរំដោះខ្លួនចេញពីកម្រិតទាបនៅឲ្យបានអញ្ចឹងហើយយើងត្រូវការសិក្សាអំពីផ្នែកដែលជួយឲ្យយើងទៅកម្រិតខ្ពស់យើងហ៊ានដដែលយើងចេះដដែលវាមិនអាចធ្វើឲ្យយើងទៅកម្រិតខ្ពស់បានទេយើងត្រូវប្រឹងរៀនអ្វីដែលថ្មីដែលយើងអត់ធ្លាប់ដឹងជាតម្រូវការហើយវាជាផ្នែកមួយដែលជួយបំពេញឲ្យយើងទៅធ្វើជាតួនាទីធំបានថ្នាក់គ្រប់គ្រងធំបានអូខេចូលមកដល់ចំណុចនេះខ្ញុំនិយាយអំពីឯកសារ BOQ អញ្ចឹង BOQ មិញបងប្អូនបានដឹងហើយខ្ញុំបានបញ្យល់ច្រើន BOQ យើងមានចំណុចសំខាន់មួយចំនួនពេលដែលបងប្អូនគិតអំពី BOQ អញ្ចឹង BOQ នៅក្នុងនេះខ្ញុំអត់បានបញ្ជាក់ប្រាប់បងប្អូនថា BOQ មកពីពាក្យពេញអីទេប៉ុន្តែគាត់ថាខ្ញុំប្រាប់បងប្អូនថាវាគឺជាឯកសារមួយដែលវាបង្ហាញអំពីប្រភេទការងារដែលយើងត្រូវធ្វើនៅក្នុងគម្រោងសាងសង់វាបង្ហាញអំពីបរិមាណការងារនៅក្នុងគម្រោងរបស់យើងហើយចំណុចដែលពិសេសវាបង្ហាញអំពីតម្លៃអញ្ចឹងនៅក្នុង BOQ ចំណុច A ដែលសំខាន់ពេលដែលបងប្អូនអានឯកសារ BOQ របស់គេវានឹងបង្ហាញបងប្អូននៅចំណុចសំខាន់មួយចំនួនទី1ចំណុច A ដែលខ្ញុំដាក់នៅក្នុង slide presentation មានន័យថានៅក្នុងឯកសារ BOQ វានឹងបានបង្ហាញបងប្អូនអំពីប្រភេទការងារសំខាន់ដែលយើងត្រូវធ្វើបងប្អូនចង់ដឹងថាគម្រោងហ្នឹងគេធ្វើអីគេខ្លះនៅក្នុងកិច្ចសន្យារវាងម្ចាស់គម្រោងនិងក្រុមហ៊ុនទទួលការសាងសង់បងប្អូនសម្លឹងទៅមើលឯកសារ BOQ វានឹងបានបង្ហាញអំពីប្រភេទការងារសំខាន់ដែលភាសាអង់គ្លេសគេប្រើពាក្យថា scope អញ្ចឹងថ្ងៃក្រោយបើបងប្អូនឮពាក្យថា scope បងប្អូនឃើញពាក្យថា scope គឺជាប្រភេទការងារសំខាន់ដែលយើងត្រូវធ្វើនៅក្នុងកិច្ចសន្យារវាងម្ចាស់គម្រោងនិងក្រុមហ៊ុនទទួលការសាងសង់តាំងពីការងារ structure តាំងពីការងារចុងបញ្ចប់តាំងពីការងារ MVP ទាំងអស់ហ្នឹងហើយគឺស្ថិតនៅក្នុង scope ការងារបងប្អូនអានឯកសារ BOQ ទៅបងប្អូននឹងឃើញថា scope អីខ្លះដែលគេទៅធ្វើការងារសំខាន់អីខ្លះដែលគេទៅធ្វើចំណុច B នៅក្នុងឯកសារ BOQ វានឹងបានបង្ហាញអំពី quantity បរិមាណការងារលម្អិតព្រោះនៅក្នុងចំណុច A បងប្អូនបានឃើញថាក្នុងឯកសារ BOQ វាបង្ហាញអំពីប្រភេទការងារសំខាន់ការងារសំខាន់ត្រូវតែមានបរិមាណបើអត់មានបរិមាណទេយើងអត់ដឹងថាការងារត្រូវធ្វើប៉ុន្មានអីប៉ុន្មានទេអត់ដឹងថាស៊ីម៉ង់ទៅទិញប៉ុន្មានឥដ្ឋទៅទិញប៉ុន្មានក្រូទៅទិញប៉ុន្មានពីដានទៅទិញប៉ុន្មានដែកទៅទិញប៉ុន្មានបេតុងទៅទិញប៉ុន្មានទេអញ្ចឹងនៅក្នុងឯកសារ BOQ លើសពីការលម្អិតទៅលើប្រភេទការងារសំខាន់ដែលយើងត្រូវធ្វើវាក៏បានបង្ហាញអំពីបរិមាណការងារដែលយើងត្រូវធ្វើដែរអញ្ចឹងបងប្អូនចង់ដឹងថាការងារនៅក្នុងគម្រោងហ្នឹងមានបរិមាណការងារអីបរិមាណប៉ុណ្ណាអូនត្រូវស្វែងរកឯកសារ BOQ ឲ្យបានសម្រាប់ចំណុច C នៅក្នុងឯកសារ BOQ វាបានបង្ហាញអំពីតម្លៃឯកតានៃសម្ភារៈប្រើប្រាស់ដែលភាសាអង់គ្លេសយើងប្រើពាក្យថា material rate តម្លៃឯកតានៃសម្ភារៈប្រើប្រាស់បងប្អូនចង់ដឹងថាដែក1គីឡូតម្លៃប្រមាណនៅក្នុងឯកសារ BOQ នៅក្នុងគម្រោងបងប្អូនត្រូវមើលឯកសារ BOQ បងប្អូនចង់ដឹងថាបេតុងតម្លៃកំណត់ប្រមាណក្នុងមួយគីបដែលយើងធ្វើការដេញថ្លៃយើងមើលទៅក្នុងឯកសារ BOQ អាហ្នឹងគេឲ្យឈ្មោះថាគឺជាតម្លៃឯកតានៃសម្ភារៈប្រើប្រាស់ដែលភាសាអង់គ្លេសយើងប្រើពាក្យថា material rate បើសិនជាយើងអត់មានតម្លៃឯកតានៃសម្ភារៈប្រើប្រាស់ទេយើងនឹងមិនអាចដឹងថាការងារហ្នឹងត្រូវការចំណាយអស់ប្រមាណទៅលើសម្ភារៈទេដើម្បីបងប្អូនដឹងថាការងារមួយហ្នឹងត្រូវការចំណាយអស់ប្រមាណសរុបទៅលើការទិញសម្ភារៈប្រើប្រាស់ទី1បងប្អូនត្រូវដឹងបរិមាណការងារហ្នឹងថាត្រូវអស់ប្រមាណទី2បងប្អូនត្រូវដឹងតម្លៃឯកតាយកតម្លៃឯកតាគុណជាមួយនឹងបរិមាណបងប្អូននឹងទទួលបាននៅទឹកលុយនៃការចំណាយទៅលើការទិញសម្ភារៈប្រើប្រាស់ដើម្បីការងារមួយនឹងបានសម្រាប់ចំណុចចុងក្រោយដែលជាចំណុច D ឬក៏ជាចំណុចទី4នៅក្នុងឯកសារ BOQ វានឹងបានបង្ហាញអំពីតម្លៃនៃពលកម្មដែលភាសាអង់គ្លេសគេប្រើពាក្យថាជា labor rate អញ្ចឹងការប្រើប្រាស់ជាងបងប្អូនចង់ដឹងថាជាងរៀបដែកឬក៏ដំឡើងដែកនៅក្នុង1គីឡូនៃដែកយើងត្រូវការកំណត់ទឹកលុយឲ្យគាត់ប្រមាណអញ្ចឹងបងប្អូនមើលទៅលើឯកសារ BOQ បងប្អូនចង់ដឹងថាការងាររៀបឥដ្ឋអញ្ចឹងឥដ្ឋ10ឬក៏អញ្ចឹងឥដ្ឋ20នៅក្នុង1ការ៉េយើងឲ្យជាងប្រមាណដុល្លារអូនត្រូវមើលទៅក្នុងឯកសារ BOQ អត់មានឯកសារ BOQ ចំណុចទាំង4នឹងមិនមានអ្វីទាំងអស់បើសិនជាបងអូនទៅធ្វើជាអ្នកគ្រប់គ្រងគម្រោងដោយគ្មាន BOQ ខ្ញុំអត់ដឹងថាគេគ្រប់គ្រងគម្រោងរបៀបណាទេសម្រាប់ខ្ញុំណាអញ្ចឹងថ្ងៃណាមួយបើសិនជាបងអូនទៅគ្រប់គ្រងគម្រោងហើយអត់មានឯកសារ BOQ ក៏បងអូនអាចគ្រប់គ្រងទឹកលុយគម្រោងបានខ្ញុំគិតថាអត់តសើទេមិនមែនតសើទេមានន័យថាការធ្វើការបែបហ្នឹងគឺធ្វើការដោយ
តាមសំណាងធ្វើការសំណាងចំណេញទៅបើសួយវាខាតទៅហើយយើងជាអ្នករៀនផ្នែកបច្ចេកទេសយើងធ្វើអ្វីមួយក៏ដោយយើងអត់អាស្រ័យទៅលើភាពសំណាងយើងអត់អាស្រ័យទៅលើភាពគេហៅថាយីអ៊ុនទេណាឬក៏ហុងស៊ុយទេឬក៏រិស័យទេយើងត្រូវការប្រើប្រាស់ជំនាញនៃការគិតការលម្អិតធ្វើឲ្យបានត្រឹមត្រូវណាអូខេតោះគ្នានៅក្នុងការរៀបចំ orientation ខថ្ងៃនេះដោយសារតែខ្ញុំមានពេលតែ1ម៉ោងទេហើយមិញខ្ញុំបានចាប់ផ្ដើមម៉ោង6កន្លះរហូតដល់ម៉ោង7កន្លះហើយខ្ញុំអត់បានរៀបចំថ្ងៃនេះខ្ញុំអត់បានធ្វើការបញ្យល់ឲ្យដល់គ្រប់ slide ទេស្អែកម៉ោង6កន្លះឬក៏ចាំមើលសិនបើសិនជាខ្ញុំអាចចាប់ផ្ដើម early អាចម៉ោង6ប៉ុន្តែខ្ញុំនឹង announce នៅក្នុង channel Telegram របស់ខ្ញុំស្អែកម៉ោង6ឬក៏6កន្លះខ្ញុំនឹង start ដើម្បីបញ្ចប់នៅ slide presentation បន្តទៀតណាមានថា slide presentation ដែលយើងនៅសល់ប្រហែល2ថ្ងៃហ្នឹងខ្ញុំនឹងបញ្ចប់ឲ្យពូនស្អែកអញ្ចឹងសម្រាប់ orientation course យើងនឹងធ្វើ2វគ្គថ្ងៃហ្នឹង1វគ្គហើយស្អែក1វគ្គដើម្បីបញ្ចប់វាដោយសារខ្ញុំមានពេលតែ1ម៉ោងក្នុងមួយថ្ងៃទាំងអស់គ្នាណាអញ្ចឹងសង្ឃឹមថាទាំងអស់គ្នាដល់ slide presentation ទី4នេះគឺបានផ្ដល់ចំណេះដឹងឲ្យបងប្អូនច្រើនពី concept របស់យើងតាក់ទងជាមួយនឹងការរៀបចំឯកសារ BQ ហើយក៏ដូចជាការដេញថ្លៃឲ្យបងប្អូនដឹងអំពីតាក់ទិចក៏ដូចជាគោលគំនិតសំខាន់ៗអញ្ចឹងស្អែកយើងនឹងជួបគ្នាម្ដងទៀតអញ្ចឹងសម្រាប់ថ្ងៃនេះខ្ញុំសូមបញ្ចប់ត្រឹមប៉ុណ្ណឹង